នេះជាព័ត៌មានដ៏គួរឲ្យតក់ស្លុតបំផុតសម្រាប់វីរបុរសដែលមិនបានពិចារណាលើលទ្ធភាពថាកាយ៉ងមិនមែនជាតួអាក្រក់ហើយតាមពិតគ្រាន់តែជាមនុស្សអាក្រក់ដែលចូលចិត្តគៀបសង្កត់មនុស្សតាមការពិតគ្មានប្រយោជន៍ទេដែលមេដឹកនាំហ្គីលកុហកថាគាត់មិនមែនជាតួអាក្រក់ព្រោះសម្ព័ន្ធភាពតួអាក្រក់មិនខ្វល់ពីអ្វីដែលពួកគេត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់ពួកគេទេនេះអាចមានន័យថាកាយ៉ងពិតជាមិនមែនជាតួអាក្រក់ឬជា necromancer ទេនេះក៏ធ្វើឲ្យវីរបុរសមានការផ្លំផ្លាញផងដែរព្រោះគាត់មិនអាចយល់បានថាហេតុអ្វីបានជាអ្នកមិនមែនជាតួអាក្រក់នឹងធ្វើខ្លួនដោយគ្មានខ្មាស់អៀងដូចជាមនុស្សពីលដោយគ្មានហេតុផលវីរបុរសបានសួរដោយកំហឹងថាហេតុអ្វីបានជាមេដឹកនាំហ្គីលសម្រាប់មនុស្សហើយហេតុអ្វីបានជាពួកគេចូលមករៀបអង្គផ្លូវការយុទ្ធឈ្នះលើលោកនេះឥឡូវនេះមីបានធ្វើឲ្យឆាវ៉ាំងញញឹមហើយជាការពិតណាស់មនុស្សពីលដ៏លោភលន់បាននិយាយថាវាច្បាស់ណាស់ដោយសារតែគាត់ពិតជាគិតថាគាត់អាចផ្សាំង King of Hell និងឡើងឋានៈក្លាយជា S ranker នៅទីបំផុតមេហ្គីលបានប្រាប់បុរសនោះឲ្យធ្វើអ្វីដែលគាត់ចង់បានដូច្នេះគាត់គ្មានហេតុផលដើម្បីថយក្រោយទេនោះមានន័យថាគាត់គ្មានហេតុផលដើម្បីបញ្ឈប់ការចុះមកនោះទេដរាបណាគាត់អាចយកស្ដេចនោះសម្រាប់ខ្លួនគាត់នៅចុងបញ្ចប់នៃថ្ងៃវាគឺអំពីមោទនភាពមហិច្ឆតានិងភាពក្រអឺតក្រទុំដ៏លើសលប់បុរសម្នាក់នេះនៅទីនេះមានអារម្មណ៍ប្រកបថាគាត់អាចផ្សាំងបិសាចតាមរបៀបណាមួយហើយវីរបុរសបានជេរប្រទេសបុរសដ៏អាក្រក់នោះហានបុកខឹងនឹងសត្រូវរបស់គាត់យ៉ាងខ្លាំងចំពោះការក្លាយជាតួអាក្រក់ដ៏អន់បែបនេះដោយនិយាយថាគាត់យ៉ាងហោចណាស់គួរតែមានហេតុផលសមរម្យសម្រាប់ការបំផ្លាញមនុស្សជាតិទាំងអស់ប៉ុន្តែមនុស្សពីម្នាក់នេះនៅទីនេះគ្រាន់តែសម្លាប់មនុស្សដោយសារតែពួកគេនៅក្នុងផ្លូវរបស់គាត់ឥឡូវនេះពលបាលមានការខឹងសម្បាទ្វេដងហើយមេដឹកនាំហ្គីលបានសោចដោយមិនឃើញហេតុផលថាហេតុអ្វីបានជាគាត់គួរធ្វើផ្ទុយពីនេះអ្នកលីងទាំងអស់និងបិសាចទាំងអស់កំពុងមមាំញាក់ក្នុងការសម្លាប់គ្នានៅក្នុងពិភពលោកដ៏ឆ្កួតលីលានេះដូច្នេះហេតុអ្វីបានជាគាត់មិនឆ្លៀតឱកាសដើម្បីសម្លាប់អ្វីដែលគាត់ចូលចិត្តនោះហាក់ដូចជាហេតុផលគ្រប់គ្រងសម្រាប់បរិះអាតានិយមដូចជាឆាវ៉ាំងវីរបុរសបានប្រកាសចិត្តឥឡូវនេះមិនមានហេតុផលបន្ថែមទៀតដើម្បីស៊ើបកិច្ចទេមនុស្សពីលលប់លនេះពិតជាមិនមែនជា necromancer ទេហើយពលបាលបានដំណើរការបញ្ចេញមកលែផ្ទាល់ខ្លួនរបស់ខ្លួនដោយយ៉ាក់បានលេចចេញមកនៅចំពោះពួកគេដោយកាប់កាត់ខ្លាយឃ្មុំក្រហមដែលស្រ័យដោយការជួយចាប់នឹងកំហឹងមេដឹកនាំហ្គីលបានលួចថយក្រោយដោយភាពតក់លោកដែលសម្លឹងមើលដោយយ៉ាក់ដែលបានចេញមកពីកន្លែងណាជាមួយនឹងឆាវ៉ាំងដែលបានរំការវីរបុរសបានដំណើរការ fail not ហើយព្រួញបានបាញ់ចូលទៅក្នុងភ្នែករបស់បិសាចដែលកំពុងសង្កត់គាត់វីរបុរសពិតជាខ្លាំងណាស់ហើយគាត់បានបញ្ចេញការវាយប្រហារម្ដងមួយពីមកលែទៅ fail not និងសម្បីតែលំពាំងរបស់អាឈីលីបិសាចបានស្រែកនិយមខណៈដែលពួកគេបានចាក់ Cloud Beat ក៏បានដំណើរការផងដែរហើយដែលងាត់នៅ Cloud Master បានបញ្ចប់បិសាចទាំងអស់ភ្លាមបិសាចបានស្រែកធ្ងន់ដោយការឈឺចាប់ប៉ុន្តែមានអ្វីដែលធ្វើសម្រាប់ការឈឺចាប់របស់ពួកគេបានជាប់បន្ទាប់មកបរោះនោះបានឈរនៅទីនោះជាមួយនឹងលំពេងរួមជុំវិញគាត់ខណៈដែលគាត់ឈរនៅពីលើមេដឹកនាំ Gale ដោយទឹកមុខរបស់គាត់ពោពេញទៅដោយកំហឹងអ្នកលេង Gale មានការទុកស្លុតខណៈដែលគាត់សម្លឹងមើលហានវុកដោយជេរប្រទេសគាត់ប៉ុន្តែក៏ឆ្ងល់ថាតើគាត់ជាស្អីឲ្យប្រកាសពលបាលដែលខាងសម្បាបានសម្លឹងមើលត្រឡប់មកវិញហើយហៅឃ្យូងថាសម្រាមដែលមិនអាចជា necromancer បានគាត់មិនត្រូវការជ្រូកបែបនេះដែលគ្មានព័ត៌មានទេដូច្នេះបានចាប់ផ្ដើមការវាយដំដល់វីរភាពជាមួយនឹង flashbang ជាច្រើនការវាយដំគឺវីរភាពខ្លាំងណាស់ដែលវាបានកើតឡើងនៅក្រៅអេក្រង់ក្នុងពេលជាមួយនោះវីរបុរសម្នាក់បានដើរចេញពី portal ដោយមានកាបូបធ្វើដំណើរនៅខ្នងរបស់គាត់ហើយគាត់បានសម្លឹងមើលជុំវិញដោយការផាន់ឆ្លំដោយឆ្ងល់ថាតើផ្ទះរបស់គាត់បាត់ទៅណាព្រោះវាត្រូវបានជំនួសដោយកំណោបាក់បេកដែលមើលទៅធ្លាប់ស្គាល់គួរឲ្យសង្ស័យនេះបានធ្វើឲ្យវីរបុរសខាងសម្បាហើយគាត់បានងាដោយកំហឹងទៅរកបិសាចដែលហ៊ានបំផ្លាញផ្ទះរបស់គាត់ក្នុងពេលជាមួយនោះទីហ៊ាននៅតែត្រៀមខ្លួនជាស្រេចហើយពួកគេបានផ្ទុកខ្សែទី2 Holy Cannon Reload ពួកគេក៏បានផ្ទុកខ្សែទី2 Reload ហើយឆ្ងល់ថាតើពួកគេពិតជាអាចទម្លាក់ដៃរបស់បិសាចនោះបានដែរឬទេពួកគេបានបាញ់គ្រាប់បាល់ខ្លាំងអស់ជាយូរមកហើយវាមិនហាក់ដូចជាធ្វើឲ្យមានស្នាមនោះទេភ្លាមនោះការយកចិត្តទុកដាក់របស់ទីហ៊ានត្រូវបានតាក់ទាញទៅកាន់អ្វីមួយនៅខាងលើហើយពួកគេទាំងអស់គ្នាបានសម្លឹងមើលទៅលើដោយការកោតសរសើរដែលឃើញវីរបុរសនៅខាងសម្បាកំពុងហោះទៅរកបិសាចនៅលើមេឃវាពិតជាទឹកដកដ៏ក្លាហានមួយដែលត្រូវធ្វើហើយពួកគេបានមើលដោយការកោតសរសើរខណៈដែលបុគ្គលនេះបានបាញ់ទៅលើដៃយ៉ាក់នៅលើមេឃដោយពិតជាបានទម្លាក់រុនមួយតាមពាក្យវានេះជាការវិវត្តដ៏គួរឲ្យទុកស្លុតមួយចំពោះទីហ៊ានដែលកំពុងមើលហើយពួកគេបានហាមាត់វាជាការផ្ទុះដ៏ធំនិងខ្លាំងក្លាដែលវាអាចត្រូវបានគេមើលឃើញពីចម្ងាយរាប់ម៉ៃហើយវីរបុរសដ៏សង្ហាដែលខាងសម្បាបានជុំមុខដោយកំហឹងថាបិសាចបានបំផ្លាញផ្ទះរបស់គាត់ដូច្នេះឥឡូវនេះគាត់នឹងបំលាយវាមេឃបានភ្លៀឡើងដោយពន្លឺពណ៌ខៀវអគ្គិសនីដ៏អស្ចារ្យហ៊ានវុកបែរទៅគួរឲ្យខ្លាចដោយបានបំភ្លីដោយពន្លឺនោះហើយគាត់បានសម្លឹងមើលចុះទៅមេដឹកនាំគៀលដែលមានការទុកសុទ្ធយ៉ាងខ្លាំងណាស់ចំពោះបិសាចដែលគាត់កំពុងប្រជុំមុខវីរបុរសបានបញ្ជាក់ឥឡូវនេះថាដុំសម្រាមដូចជាខៃអាងមិនអាចជា necromancer បានទេដូច្នេះគាត់មិនត្រូវការជ្រូកដែលមានព័ត៌មានមិនមានប្រយោជន៍ទេខាយ៉ុងមានការតក់ស្លុតបន្តិចចំពោះការបង្ហាញថ្មីនេះបន្ទាប់មកបានបន្ទាបក្បាលរបស់គាត់ជាមួយនឹងការសើចតិចដោយនិយាយថាវាពិតជាគួរឲ្យស្រឡាញ់ណាស់វាហាក់ដូចជាគាត់ត្រូវបានគេចាត់ទុកថាជាមនុស្សល្ងងហើយគាត់មិនចូលចិត្តវាតតែសោះ
วีรบุรุษมีการพันฉลอมจมพบประเตกรรมนี้หอยบรรตอบหมอกกดบ้านโหลดถ้อยกรอยตอนเปลขณะได้เอาใบมวยได้เมื่อเตอโดยชีบิศาสตร์บ้านลิกลางเพลียมเวียมีรูปเรียงโดยชระวะด้านล่างปีใดหอยเวียแวงกู้ไอออสมหน่อยวีรบุรุษกำลังแต่อาจเกกปีเวียบานวีรบุรุษบานคำทุมิงระบกอดโดยชงอถาตามเมดึกนมเกียลเมียนเปียลก็หาสัตว์แบบนี้ในเปียลนาวัดทุนุทมไปเครื่องกาจัวหมกจัดโดยมันบังกายสำเลงเวียกีชีบิศาสตร์ดอกอักระมวยได้เมียนได้เจิงโดยชระวะแวงจิจรานปุดเชียไว้มวยได้เจนปีสุปนาเกราะหอยวีรบุรุษบานโหลดถอยกลายสมัยเมื่อท้าตาวีนังออชาปนาประสันดาพิวเกไอปราบิศาสนุเหลือบิศาสจุดนัวอ้อยกะประยุทธ์นังโคลนเองจุรุกนุบ้านสไลเฮากิเมงบรอสติเฮนโดยปรับกอดอ้อยสังเกตเมื่อท้าฮัดเอาไว้บัญชีพิภพลูกกึศทากอดมีอำนาจด้วยเกียรขนาดมัดชมบิศาสแฝงนุบันเลียสนเตสดอกกัมปูดอกกูไอโปรยบารมขณะได้เวรามจุมเวงตำบอลจุมเวงปันตาบรอระบอยเยงกรอนตาไอเกยปิเวียบานตัวชีอย่างนาก็ดอยกอดมันไอปโดเลอบิศาสนุแต่มันแองบันเตขณะได้โอเกรมุยเตียดบันเล็กเจงมอกหายมวยนี้กันตาอักรกเจงเอาไว้ได้กอดบันดัสไรปิมุนตัวเตียดสัตว์นุบันพิจิเจมกำเตียกอดปันตาสำนางโลกเฮลเนือกบันกิเจงพิฟเลวบิศาสบันกระเฮิมได้กำหึงหายเลิกดำบองดอทำระบเวียโลตามโกดาวตัวเจงระบเวียบามีบำลองถือไอโคคาดดำบองนุมีนบรรลาพองแน่โดยชนะวินังชูจับคลังประสันบาวีไวเตยตัวใบชิเมนกาถือไอรึงก็ได้เพลียมนุจะวักแหวงบันฟุตุหลังกัดโอเกรโดยกำปูปูวิ่งระบเวียในกรุบตีกลายตัวใบชิปุเกตระบันเกสันิมอทานหนึ่งโปรเจกต์ดำครมแต่มวยก็ได้ชระวะบันประโอเกรจิการรำคาญให้บันบันเตลปูลบาได้กรอนแต่ไอเกกพิเวนุพองแดเวียหาโดยเชื่อเตียงมนุษย์หนึ่งบีไซด์กรอนแต่จีอุปกรณ์ได้ไอบอจอบานสำหรับเมดึกน้องเกลขยงให้นุไปชิถือได้เห็นครึ่งนาบตัวจียังนาก็ได้ก็ไปชิตรดอสไรจมวยหนึ่งสัจวัตดอกกูไอรมคันโนให้ได้จึงจิจรันรบเวียสมไว้แต่ในเปดาบรันนกำพังประจุดหนึ่งเวียบีไซด์จิจรันเทบันเลเจนพิกไลนาให้โกได้เกือบกรงได้ขยงบันจมอกเลงនេះគឺជាចំនួនសត្រូវដ៏គួរឲ្យអស់សំណើចដែលត្រូវបានខ្ជិះខ្ចាយលើនរណាម្នាក់ដែលមិនមែនជា King of Hell ហើយបិសាចទាំងនោះសាហាវណាស់វាពិតជាគួរឲ្យអត់អាណិតណាស់បិសាចច្រវាក់កំពុងធ្វើឲ្យខូចខាតដល់មនុស្សរបស់ខ្លួនខ្លាំងជាងវាធ្វើចំពោះវីរបុរសទៅទៀតហើយការវាយប្រហារដ៏កាចសាហាវរបស់វាបានជួយ Hayenvik ធ្វើឲ្យទីលានប្រកួតមានកម្រិតស្មើគ្នាក្នុងកម្រិតណាមួយវានឹងឆ្លាតជាងការបានសัตว์ច្រវាក់ដ៏អាក្រក់នោះបន្ទាប់ពីបិសាចផ្សេងទៀតបានដោះស្រាយការខូចខាតត្រឹមត្រូវដល់គូប្រជែងរបស់ពួកគេជាមួយនឹងសัตว์នីមួយៗវាយប្រហារបែបនេះมันមានការសម្របសម្រួលទេកៃយ៉ងគឺជា Air Ranker ដ៏មានឥទ្ធិពលម្នាក់ប៉ុន្តែគាត់មិនមានញាណប្រយុទ្ធច្រើនទាល់តែសោះរបៀបដែលគាត់គ្រាន់តែបោះចោលកូនអុកដែលមានប្រយោជន៍វីរបុរសបានរកឃើញឱកាសដើម្បីកោះហៅបំណែកម៉ូហ្គាឡេរបស់គាត់មកខ្លួនឯងហើយកៃយ៉ងបានដើរជំវិនព្រោះគាត់គ្មានអ្វីប្រសើរជាងនេះត្រូវធ្វើមេដឹកនាំជ្រូកបានកត់សម្គាល់ឃើញកាបូបស្ពាយមួយនៅលើឥដ្ឋដូច្នេះគាត់បានចាប់វាដោយរអ៊ូរទំថាកងទ័ពគឺជាការលេងសើចជាមួយនឹងការកុហកជាច្រើនសប្តាហ៍ថ្ងៃនេះពួកគេបាននិយាយថាបុរសដែលគាត់នឹងទៅជាមួយគឺជា Efrang ដូច្នេះកៃយ៉ងបានរំពឹងថាពលបោយ៉ាងហោចណាស់គឺជា Sirangប៉ុន្តែបុរសនេះតាមរបៀបណាមួយកំពុងគ្រប់គ្រងដើម្បីយកឈ្នះលើហ្វូងបិសាចដែលកំពុងព្យាយាមសម្លាប់គាត់នោះពិតជាគួរឲ្យគ្មាសអៀនសម្រាប់កៃយ៉ងមនុស្សចម្លែកនេះបានហែកកងទ័ពអកនិងអូហ្គើរបស់គាត់ដោយមិនគិតពីរដងច្បាស់ណាស់គ្មានទាហាន Efrang ធម្មតាណាអាចសម្រេចបាននោះទេប៉ុន្តែបិសាចច្រវាក់នៅតែស្ថិតក្នុងហ្គេមយ៉ាងហោចណាស់ទោះបីជាវារងការខូចខាតខ្លះក៏ដោយពលបាលថែមទាំងអាចគ្រប់គ្រងដើម្បីរាំងដៃជើងរបស់សត្វបុរាណដ៏ខ្លាំងផុតមួយគឺ Jackalopeterus សត្វដែលអាចសម្លាប់ Efranker ក្នុងមួយប្រព្រឹត្តភ្នែកមេដឹកនាំ Guild មានការរំខានយ៉ាងខ្លាំងចំពោះការបង្ហាញថាមពលនេះដោយសំអាងថាញាក់ប្រយុទ្ធប្រហែលជាយ៉ាងហោចណាស់ជាវីរបុរស Erang គាត់បានគិតថាវាចម្លែកដែលមនុស្សខ្សោយមានឥទ្ធិពលខ្លាំងនៅក្នុងយោធាដូច្នេះនេះបានកើតឡើងដោយសារតែមនុស្សខ្សោយនេះមិនខ្សោយទាល់តែសោះមេដឹកនាំជ្រូកបានជេរប្រទែនយោធាប៉ុន្តែគាត់នៅតែជាឈូគីយ៉ងដ៏វីរភាពហើយគាត់មិនខ្លាចញាក់ប្រយុទ្ធដ៏ខ្លាំងក្លាដែលជាភ្នាក់ងារសម្ងាត់របស់ពួកគេទេទាហាន Erang តែមួយនឹងមិនអាចទប់ទល់នឹងអំណាចរបស់បុរសដូចជាអ្នកផ្សាំងសត្វឬ Beasthammer បានទេហើយបុរសនោះបានស្រែកហៅបិសាចទាំងអស់របស់គាត់ឲ្យប្រមូលផ្ដុំគ្នាបិសាចពិតជាបានប្រមូលផ្ដុំគ្នាដូចជាកំណែដែលខូចនៃ Avengers ហើយពួកគេបានប្រណាំងទៅរកវីរបុរសដែលបានកត់សម្គាល់ពីការមកដល់របស់ពួកគេបិសាចសាហាវណាស់ដោយផ្ទុកនៅកំហឹងនៃញឹកដែលបានកោះហៅនិងគ្រប់គ្រងពួកគេមានចំនួនច្រើនវាលើសពីការប្រយុទ្ធ10 ទៅនឹង 1ទៅទៀតសត្វដែលបានប្រមូលផ្ដុំមានចំនួនជិត100ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេជាអ្នកទន់ខ្សោយទេវាពិតជាគួរឲ្យព្រួយបារម្ភ
បន្ទាប់មកអ្នកផ្សងសត្វបានសើតនៅពេលដែលគាត់ទទួលបានឱកាសដើម្បីពង្ហាញពួកគេដោយផ្ទាល់ថាហេតុអ្វីបានជាពួកគេហៅគាត់ថា A rank ដែលនៅចិត្តបំផុតខុនកាយជា S rank គេអង្គពិតជាមានមោទនភាពចំពោះងារពិសេសនោះហើយគាត់នឹងធ្វើឲ្យវីរបុរសតស៊ូប្រឆាំងនឹងសមុទ្របិសាចរបស់គាត់វីរបុរសមានការរំខានយ៉ាងខ្លាំងដែលឃើញថាគេអង្គបានហៅបិសាចទាំងអស់ដែលគាត់គ្រប់គ្រងរឿងដែលឆ្លាតបំផុតដែលត្រូវធ្វើគឺដឹកនាំបិសាចទាំងអស់ទៅរកសត្វដែលពួកគេកំពុងព្យាយាមវាយប្រហារដើម្បីឲ្យពួកគេអាចទទួលបានការវាយប្រហារខ្លាំងសម្បីតែវីរបុរសក៏គ្មានបំណងក្នុងការប្រយុទ្ធនឹងបិសាចដែលបានកោះហៅទាំងអស់នេះគ្រប់គ្នានោះទេនៅពេលដែលគាត់មានរឿងធំជាងនេះដែលត្រូវដោះស្រាយដូច្នេះបុរសនោះបានសម្រេចចិត្តថាគាត់នឹងទៅសម្លាប់មេដឹកនាំហ្គៀលបានជួយបុរសនោះកំពុងមកហើយសាច់ដោយចាប់អារម្មណ៍ថាអ្នកប្រយុទ្ធមិនលងគាត់ពិតជាគិតថាគាត់អាចបញ្ចប់រឿងទាំងអស់នេះដោយចាប់គាត់ជាមេបញ្ជាការនៃសត្វដែលបានកោះហៅទាំងអស់វាមិនមែនជាការសន្និដ្ឋានមិនត្រឹមត្រូវទេសំណួរគឺតើអ្វីនឹងរារាំងផ្លៃរបស់វីរបុរសគេអងជាការពិតណាស់នឹងមិនចូលចាញ់ដោយគ្មានការប្រយុទ្ធទេប៉ុន្តែការប្រយុទ្ធមួយទល់នឹងមួយគឺជាវិធីដែល Hanvok ចូលចិត្តធ្វើគាត់បានប្រើការបត់បែងលោកេតៈរបស់គាត់ដើម្បីរារាំងការវាយប្រហារដែលជ្រុះអាក្រក់បានបាញ់ក្នុងទីទួលរបស់គាត់អ្នកទាំងពីរបានតស៊ូសម្បីតែនៅពេលដែលដៃជើងទាំងនោះកាន់តែខិតជិតដើម្បីបំណងថ្បែមអត្ថប្រយោជន៍តរចនៈប្រយុទ្ធរបស់គេអងបុរសនោះបានសើចដោយសួរថាតើវីរបុរសគិតថាអ្នកផ្សងសត្វបានមកដល់ឆ្ងាយប៉ុណ្នេះគ្រាន់តែដោយសារតែគាត់អាចគ្រប់គ្រងបិសាចពីរឬវាលើសពីបិសាចពីរឬប៉ុន្តែជ្រូកបានហៅវីរបុរសថាមនុស្សនឹងដូចគ្នាវីរបុរសបានហៅជ្រូកថាមនុស្សល្ងងព្រោះគាត់ច្បាស់ជាមិនដឹងអ្វីសោះអំពីរបៀបគ្រប់គ្រងមកលេនោះបានដំណើរការនៅក្រមុនការពេញចិត្តរបស់ពលបាលហើយមកលៃដ៏ធំជាងរបស់គាត់បានចុះពីលើមេឃដើម្បីទម្លាក់លើខូអាំងដ៏គួរឲ្យរំខានបុរសនោះត្រូវបោះបង់ចោលឱកាសណាមួយក្នុងការប្រយុទ្ធនឹងវីរបុរសដោយប្រើដៃរបស់គាត់ដើម្បីបញ្ឈប់ដាវពីការកំទេចគាត់នេះបានធ្វើឲ្យមេហ្គីលបោកចំហចំពោះការវាយប្រហារវីរបុរសនឹងល្ងងប្រសិនបើមិនទាញយកផលប្រយោជន៍ពីសន្តានភាពនេះទោះជាយ៉ាងណាក៏ដោយហ៊ានវុកបាននិយាយថាអ្វីដែលគាត់មានបំណងមិនមែនជាខាយ៉ងទេ Sir Tristan Svelnot ត្រូវបានដំណើរការហើយផ្នែករបស់បុរសនោះបានបើកធំនៅពេលដែលព្រួញបានរអើចូលទៅក្នុងការបូបស្បាយនៅលើចង្កេះរបស់គាត់វីរបុរសបានឆក់យកការបូបជំនួសឲ្យការសម្លាប់អ្នកផ្សងសត្វហើយគាត់មើលទៅពិតជាមានមោទនភាពចំពោះខ្លួនឯងផងដែរអ្នកផ្សងសត្វយ៉ាងហោចណាស់មានការខឹងសម្បារចំពោះរឿងនោះហើយបានស្រែកដាក់វីរបុរសដែលហ៊ានដាក់ដៃលើកញ្ចប់របស់គាត់សូម្បីតែបញ្ជាឲ្យពលបោប្រគល់វាវិញភ្លាមបុរសនោះបានញញឹមដោយនិយាយថាគាត់ដឹងច្បាស់នៅអ្វីដែលគាត់កាន់ហើយថាវាជាការបូបសារពាស់ព័ន្ធនៃបេះដូងវិសាចទាំងអស់ដែលគាត់បានប្រមូលឥឡូវនេះអ្វីកំពុងដំណើរការល្អជាងការរំពឹងទុកគាត់មិនចាំបាច់ធ្វើឲ្យអ្នកកាន់អាវុធឈឺចាប់ទេប្រសិនបើគាត់គ្រាន់តែអាចលួចអាវុធបានមេដឹកនាំហ្គីលមានការភ័យខ្លាចដែលបុរសនោះបានយកកាបូបរបស់គាត់ហើយគាត់បានបោះដាវដ៏ខ្លាំងក្លានោះចោលដោយច្បាស់ជាមានឆន្ទៈក្នុងការប្រយុទ្ធរហូតដល់ស្លាប់ដើម្បីយកកាបូបនោះមកវិញសម្រាប់ហេតុផលខ្លះវារបស់គេនៅតែឈើនៅក្នុងការមើលឃើញដោយធ្វើកាយិកាប្រសិនបើគេដោះលែងកាបូបនោះបិសាចរាប់រយនឹងចេញទៅអុកលោកភ្លាមហើយពួកគេពីរនឹងស្លាប់ឥឡូវនេះសាយ៉ងកំពុងព្យាយាមរកហេតុផលថាគួរឲ្យកោតសរសើរប៉ុណ្ណាទោះជាយ៉ាងណាក៏ដោយវារបស់បានដឹងយ៉ាងច្បាស់ថាគាត់មិនមែនជាគោលដៅនៃបិសាចទាំងនេះទេប្រសិនបើគាត់ដោះលែងកាបូបតាមការពិតគាត់ប្រកាសថាបិសាចទាំងអស់ដែលមានវត្តមានប្រហែលជាមានរឿងជាច្រើនដែលត្រូវដោះស្រាយជាមួយមេដឹកនាំគៀវជ្រូកជាមុនសិនពួកគេទាំងអស់គ្នាកំពុងសម្លឹងមើលគាត់យ៉ាងគួរឲ្យខ្លាចផងដែរការសម្យានៃការជឿចាប់កំពុងភ្លៀងនៅក្នុងភ្នែករបស់ពួកគេនេះគឺប្រសើរជាងគ្រាន់តែបញ្ចប់មេដឹកនាំគៀវសម្រាប់បញ្ញត្តិរបស់គាត់ផ្ទាល់សាយ៉ងបានភ័យស្លន់ស្លោដោយប្រាប់វីរបុរសឲ្យមានភាពប្រកបដោយនិច្ចច្បាស់ណាស់ពួកគេមិនអាចកម្ចាត់ King of Hell ទៅមានអ្នកផ្សងសត្វនិងបិសាចរបស់គាត់បានទេវីរបុរសបាននិយាយថាគាត់អាចសាកល្បងបានយ៉ាងណាមិញវានឹងក្លាយជាការឈឺចាប់ក្នុងការធ្វើការជាមួយនរណាម្នាក់ដែលមានប្រវត្តិក្នុងការចាក់មនុស្សផ្សេងទៀតពីក្រោយខ្នងជ្រូកហ្គីលកាន់តែខឹងដោយជេរប្រទេសវីរបុរសចំពោះការកុហកអំពីការក្លាយជា F rank ហើយថាវាជាធម្មជាតិរបស់មនុស្សក្នុងការកុហកបោកប្រាស់និងបោកបញ្ឆោតខណៈដែល Hinwok គិតថាគាត់កំពុងនិយាយរឿងមិនសមហេតុផលហើយថាការកុហកនិងការក្លាយជាមនុស្សអាក្រក់មិនមែនជាអ្វីទាំងអស់ចំពោះការក្លាយជាមនុស្សមិនមែនគ្រប់គ្នាសុទ្ធតែដូចជ្រូកហ្គីលដ៏អត់ញញឹមនឹងទេបុរសនោះបានបើកបេះដូងទាំងនោះគាត់បច្ចិតធ្វើឲ្យវាមានលក្ខណៈតួសម្ដែងផងដែរអ្នកផ្សងសត្វបានស្រែកដោយការបរាជ័យប៉ុន្តែបេះដូងទាំងនោះបានហោះចូលមកហើយខ្នងត្រូវបានសម្លាប់ភ្លាមដោយបិសាចដៃជើង Tentacle Monster គាត់បានផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើកាបូបដែលគាត់មិនបានសម្បីតែព្យាយាមការពារខ្លួនជ្រូកហ្គីលត្រូវបានជាប់ដោយបិសាចដៃជើងដែលមើលទៅដូចជាវាមានរឿងជាច្រើនដែលត្រូវនិយាយហើយអ្នកផ្សងសត្វបានជេរប្រទេសដោយកំហឹងដោយជេរប្រទេសបិសាចដែលទើបប្រឆាំងនឹងចាហ្វារបស់វាខ្នងមិនមែនជាចាហ្វាដ៏សម្បុរសទេហើយតាសកលរបស់គាត់ម្នាក់ចង់ដាក់ពាក្យបណ្ដឹងជាផ្លូវការអំពីបញ្ហានោះវីរបុរសមិនបានខ្វល់គាត់បានទុកពួកគេឲ្យធ្វើវាហើយអ្នកផ្សងសត្វបានស្ដោះឈាមខណៈដែលបិសាចទាំងនោះវាយគាត់មានឈាមនិងសាច់ជាច្រើនដែលវីរបុរសត្រូវលោតចេញដើម្បីជៀសវាងការប្រឡាក់នោះហើយជាវាហើយគាត់បានឈរនៅទីនោះសម្លឹងមើលជុំវិញ
Mowgli Fragment Hero Grade មាន Masil និង Release ហើយវាបានផ្ដល់នូវរាងកាយរឹងមាំដល់អ្នកប្រើប្រាស់ឥឡូវនេះវីរបុរសក៏ទទួលបានបំណាក់ Mowgli របស់ខ្នងផងដែរហើយគាត់បានសម្លឹងមើលជ្រូកដ៏អាក្រក់ដោយគិតថាវាជាការស្លាប់ដ៏សម្រម្យសម្រាប់នរណាម្នាក់ដែលចាត់ទុកជីវិតដូចជាមានអ្វីសោះហើយវីរបុរសចម្លែកម្នាក់បានធ្វើការខុសខើខ្លាំងពេកទៅដៃរបស់ស្ដេចដោយសារតែវាហ៊ានបំផ្លាញផ្ទះរបស់គាត់វីរបុរសចម្លែកបានប្រកាសរោទដ៏សំខាន់មួយរួចហើយនៅដៃរបស់បិសាចហើយអ្នកចម្លែកបានពន្យល់ថាគាត់មិនចូលចិត្តអស់បញ្ញើរឿងរ៉ាវដូច្នេះគាត់នឹងបញ្ចប់រឿងរ៉ាវក្នុងពេលតែមួយគាត់ពិតជាកំពុងនិយាយទៅដៃមួយជីវៈជាអង្គភាពឯករាជ្យខណៈដែលបរិវត្តនោះចូលទៅចិត្តដៃដែលលេចជើងពីរោះភ្លឺទោះហ៊ាននៅខាងក្រោមបានទទួលស្គាល់ជំនាញពី S Rank Fish King Hanton ពួកគេមានការតក់ស្លុតខណៈដែលការបន្ទូដ៏ធំមួយត្រូវបានបង្កើតឡើងនៅពេលដែលវីរបស់បានប៉ះនឹងដៃរបស់បិសាចអ្នកចម្លែកបានសម្លឹងមើលដោយការភ្ញាក់កោលខណៈដែលអ្វីមួយបានលេចឡើងពីកន្លែងណាដើម្បីរារាំងការខូចខាតពិតជាគួរឲ្យរំខានណាស់តួអាក្រក់ដ៏សង្ហាបំផុតម្នាក់ទៀតបានលេចចេញមកហើយវាបានបើកការវាយប្រហារទៅលើអ្នកចម្លែកដោយដាល់បរោះដែលភ្ញាក់អោលចាំមុខនេះបានធ្វើឲ្យ Fish Hero ហោះទៅដីក្នុងការបន្ទូដ៏ធំមួយហើយបរោះនោះនៅតែបន្តទៅមុខកម្លាំងនៃកណ្ដាប់ដៃនោះខ្លាំងណាស់ដែលបរោះនោះបានបំបីអាគារខណៈដែលគាត់ដួលបន្ទាប់មកការព្រមានមួយបានកែឡើងថា King of Hell បានដកសទម្រង់គំនិត Thought Forms ទី1ក្នុងចំណោម3របស់គាត់បុរសនេះនៅទីនេះកំពុងប្រយុទ្ធនឹងពួកគេជាមួយនឹងថាមពលនៃការស្រមៃរបស់គាត់ប៉ុន្តែការស្រមៃនេះគឺពិតជាក្តៅគគុកសត្វដែលមានស្លាបជាការបង្ហាញរបស់ Stitch ហើយគាត់ខ្លាំងល្មមនឹងផ្ដួល Fish Hero ទម្រង់នេះគឺ Pride មោទនភាពហើយវាបានបង្ហាញខ្លួនវាទៅកាន់ពិភពលោកជាមួយនឹងភ្នែកក្រហមឆេះត្រចៀកអែលវែងនិងថ្គាំដ៏រឹងមាំគាត់បានវាយ Fish Hero យ៉ាងខ្លាំងរហូតដល់គាត់មើលទៅសន្លប់នៅលើឥដ្ឋទិដ្ឋភាពនៅតែដោយការរំពឹងទុកជាមួយនឹងដៃយ៉ាក់ទាំងអស់នោះដែលលេចចេញពីមេឃភ្នែករបស់ Fish Hero បានបើកឡើងហើយបរិវត្តនោះបានលូតត្រឡប់ទៅជើងរបស់គាត់វិញដោយមុខក្រញើខណៈដែលគាត់ឆ្ងល់ថាតើជនស៊ីវើទាំងអស់នៅក្នុងតំបន់នោះមានឱកាសជម្លៀសចិនឬអត់ឬប្រសិនបើពួកគេបានស្លាប់ទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់នៅបរិវេណនោះសម្រាប់គាត់ត្រូវព្រួយបារម្ភទេហើយគាត់មិនចូលចិត្តការដែលត្រូវបានដើរចំមុខដូច្នេះ Henderson បានចាប់ផ្ដើមរៀបចំការវាយប្រហារបន្ទាប់របស់គាត់ពន្លឺពណ៌មាសបង្កើតជំវិញកណ្ដាប់ដៃរបស់គាត់ខណៈដែលគាត់បានកំណត់ថាវាមានរយៈពេលយូរហើយចាប់ដើមពីគាត់បានចេញទៅប្រយុទ្ធអស់ពីសមត្ថភាពប្រឆាំងនឹងគូប្រជែងសង្ឃឹមថាការប្រយុទ្ធអស់ពីសមត្ថភាពពិតជាបង្កើតការខុសខ្លាប្រឆាំងនឹង King of Hell Anderson បានបាញ់ចេញភ្លាមជាមួយនឹងការជំរុញដើម្បីយកឈ្នះដែលកំពុងឆេះនៅក្នុងភ្នែករបស់គាត់ខណៈដែលគាត់គំរាមកំហែងបិសាចដ៏អាក្រក់ឲ្យធ្វើអ្វីដ៏អាក្រក់បំផុតរបស់គាត់ទម្រង់ថ្មីនេះមិនអាក្រក់តាមរបៀបណាមួយទោះជាគាត់មិនសង្ហាដោយវារបស់ក៏ដោយវាហាដូចជាបិសាចបានអន់ចិត្តចំពោះការដែលត្រូវបានហៅថាអាក្រក់អ្នកទាំងពីរបានប៉ះទង្គិចគ្នាវីរបុរសទល់នឹងបិសាចនិងបុរសសក់ក្រហមរារាំងកណ្ដាប់ដៃរបស់វីរបុរសពីការភ្ជាប់ជាមួយដៃសាច់ដ៏ធំនៅពីក្រោយគាត់ទោះជាយ៉ាងណាក៏ដោយចំពោះការភ្ញាក់ផ្អើលរបស់ Bilbab កណ្ដាប់ដៃនោះខ្លាំងជាងអ្វីដែលគាត់បានរំពឹងទុកវាបានប៉ះនិងបង្កើតផលប៉ះពាល់ដែលបណ្ដាលឲ្យមានការផ្ទុះដ៏ធំមួយនៅជិតដៃម្ដងទៀតហើយភ្នែករបស់បិសាចសក់ក្រហមបានបើកធំដោយការភ្ញាក់ផ្អើលចំពោះស្នាដៃបែបនេះនៅកណ្ដាល Su in Gangnam District បិសាចនេះបានប្រឈមខ្លួនចេញពីកន្លែងណាដើម្បីបំផ្លាញក្តីសង្ឃឹមរបស់វីរបុរសក្នុងការមានផ្ទះនៅទីនោះឥឡូវនេះបុរសសក់ក្រហមបានឈរនៅទីនោះដូចជាគាត់មិនខ្វល់ទាំងនេះគឺជារឿងដែលថៅណែនជាទូទៅយល់ថាមិនអាចលើកលែងបានហើយគាត់បានស្បត់ថានឹងបំផ្លាញពួកគេគាត់បានលោតទៅរកបិសាចម្ដងទៀតលើកនេះបញ្ចេញការវាយប្រហារខ្លាំងជាងលើកមុនដែលបណ្ដាលឲ្យមានការផ្ទុះដ៏ធំខណៈដែលទីហ៊ាននៅខាងក្រោមបានអបអរសាទរគាត់ហើយក៏បានរត់ដើម្បីជីវិតរបស់ពួកគាត់ផងដែរខណៈដែលកំទេចកំទីជាច្រើនបានធ្លាក់ចុះមកពួកគេបានរំលឹកគ្នាទៅវិញម្ដងទៀតកុំឲ្យភ័យស្លន់ស្លោពួកគេត្រូវការបន្តគាំទ្រ Fish King ខណៈដែលគាត់ប្រយុទ្ធហើយអ្នកគ្រប់គ្នាត្រូវតែតោងឲ្យជាប់ដើម្បីកុំឲ្យពួកគេត្រូវបានកិនកំទេចកណ្ដាប់ដៃរបស់ Fish King ពិតជាខ្លាំងល្មមនឹងធ្វើឲ្យមុខរបស់ Bedel ងាកទៅម្ខាងដោយសារកម្លាំងប៉ះទង្គៀកហើយគាត់នៅតែមិនទាន់បញ្ចប់ទេគាត់មានកម្រងតលការវាយប្រហារដល់រង្គក់រង្អើផែនដីមួយទៀតជាទូទៅរឿងនេះមិនអាចទទួលយកបានទេសម្រាប់ King of the Underworld ហើយដោយមិនងាកទៅប្រជុំមុខនឹងគាត់ផងគាត់បានចាប់ Fish Hero ត្រង់កស្តាត់ពិតជាខឹងខ្លាំងណាស់ឥឡូវនេះភ្នែករបស់គាត់ឆេះក្រហមហើយគាត់ចាប់ប្រាំហាយចេញពីចំហៀងនៃដៃ
វាហាក់ដូចជាបុរាណពណ៌ក្រហមដ៏ចម្លែកនោះស្ថិតនៅក្នុងប្រភេទនៃសម្បុកដង្កូវខខូនមួយដោយព្យាយាមលូតលាស់រាងកាយដែលនៅសល់របស់គាត់ហើយគាត់ខឹងសម្បាដែលបុរសម្នាក់នេះបានបញ្ឈប់ដំណើរការនេះគាត់បានទាញខ្លួនចេញពីវាទាំងស្រុងឥឡូវនេះហើយបានលាតស្លាបប្រជៀវដ៏ធំនៅក្នុងទម្រង់ចុងក្រោយនៃទម្រង់ដ៏អាក្រក់របស់គាត់ King of Hell មានទំហំគួរសមសម្បីការនៅក្នុងទម្រង់មនុស្សរបស់គាត់ហើយគាត់បានកាន់ថាសេនយល់នៅលើអាកាស Fish Hero មានការតក់ស្លុតដែលឃើញគូប្រជែងរបស់គាត់មានស្លាបហើយឆ្ងល់ថាតើនេះជាទម្រង់ពិតរបស់មនុស្សពេលនេះឬអត់ជាការពិតទៅគាត់មិនដឹងអ្វីសោះអំពីកិច្ចការរបស់ King of Hell ដូច្នេះគាត់នៅទីនេះប្រយុទ្ធដោយងងឹតងងល់និងត្រូវបានគេធ្វើបាបក្នុងពេលជាមួយគ្នានោះក្រុម Gang Back Region Strike B បានបាញ់ទៅលើដៃនោះភ្លាមៗដោយបញ្ចេញសមត្ថភាពអស់របស់ខ្លួនឯងដើម្បីទម្លាក់វាចុះ Paladin បានសួរឈោយន់ជុនថាគាត់អាចប្រើធម្មពលដាវលឿនបំសួតដើម្បីធ្វើឲ្យខូចដៃស្ដាំបានដែរឬអត់នាងមានឆន្ទៈក្នុងការពង្រីកមុខរបួសដៃតាមដានហើយបន្តមកផាកជុនម៉ូអាចវាយពួកគេជាមួយនឹងបន្សំអគ្គិសនី Double Whisk អ្នកគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នព្រោះពួកគេកំពុងប្រយុទ្ធនឹងបិសាចនៃសុពិនអស់ក្រក់ទេពតាគ្រីនឹងឈួរទៅរកការប្រយុទ្ធក្នុងពេលឆាប់ៗនេះទោះយ៉ាងណាក៏ដោយបុរសពីរនាក់នៅពីក្រោយនាងបានឃើញអ្វីមួយដែលគួរឲ្យភ័យខ្លាចបំផុតហើយពួកគេបានប្រាប់នាងឲ្យលើកខែរបស់នាងភ្លាមៗផ្កាដ៏ធំមួយបានធ្លាក់ចូលមកភ្លាមៗនៅចំពោះទូហៀនទាំង3ហើយវាហាក់ដូចជា King of the Underworld ក៏បានគាត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទម្លាក់គាត់ចុះហើយគាត់មិនចូលចាប់វាផ្កានោះចាប់ដាំរៀកហើយនៅក្នុងផ្កានោះមានអ្វីមួយដែលមើលទៅដូចជាក្បាលពិតណាស់ដូចទៅនឹងដៃឆ្វេងដៃតម្រង់ថ្មីមួយបានចាប់ដាំរៀកចេញពីផ្កាហើយវាបានលាតសន្ធើនៅពេលវាមានជីវិត Femme Fatale ដែលមានទំហំគួរសមជាមួយនឹងសក់ពណ៌ប្រឈាមដោយដឹងពីគ្រោះថ្នាក់ Paladin បានសុំឲ្យពួកគេទាំងអស់គ្នានៅពីក្រៅខែរបស់នាងភ្លាមហើយពួកគេបានធ្វើតាមព្រោះព្យុះដែលកំពុងខិតជិតមកដល់ទើបតែចាប់ផ្ដើមបុរសសក់ក្រហមបានកោះហៅ Holy Dome ហើយវាតនពេលវេលាដោយពិចារណាថាទម្រង់សក់ពណ៌ផ្កាឈូកបានបាញ់ធម្មពលអគ្គិសនីទៅលើពួកគេដែលស្ទើរតែធំដោយ Cerberus ធម្មពលអគ្គិសនីគឺជាគូប្រជែងរបស់ពួកគេដូច្នេះវាពិតជាសំណាងណាស់ដែលពួកគេមានចាំបូនៅទីនេះជាមួយពួកគេ Paladin បានព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាខែលការពារដោយការពារអ្នកទាំងពីរពីការបំភ្លេចបំផ្លាញភ្លាមដោយរន្ទះនោះបិសាចពណ៌ផ្កាឈូកដ៏ស្រស់ស្រាលបានញញឹមចំពោះការតស៊ូរបស់ពួកគេហើយការព្រមានបានចេញមកយឺតបន្តិចដែលថាទម្រង់គំនិតទី2ក្នុងចំណោម3របស់ King of Hell បានលេចចេញមកនេះគឺជាការពិតណាស់ទម្រង់គំនិតនៃ Envy ការច្រណែនហើយនាងបានពេញឈើខែវទៅកាន់ពិភពលោកក្នុងព្រៃជាមួយនោះនៅក្នុងតំបន់ Gang Yo ក្រុម Strike Team A កំពុងប្រយុទ្ធដើម្បីជីវិតរបស់ពួកគេនៅពេលដែលផ្កាដ៏អាថផ្លាត់មួយបានលេចចេញមកពីកន្លែងណាផ្កានោះបានបែកបាក់មុនពេលវិបាកដីទៅទៀតដូចជាទម្រង់នេះកំពុងប្រញាប់ប្រញាល់ដើម្បីបញ្ចប់ពិធីទាំងអស់ត្បូងពណ៌ខៀវបានលេចឡើងនៅលើក្បាលរបស់វាហើយវាបានរៀកទៅជាយុវជនដែលមានមុខមាត់ឌឺដងជាមួយនឹងធម្មពលពណ៌ខៀវភ្លីជាងចាំងទម្រង់កំណត់ទី3របស់ King of Her បានកើតមកហើយនេះគឺជាទម្រង់នៃ Gluttony ការលោភលន់មេបញ្ជាការបានស្រែកហៅក្រុមវាថាហើយប្រាប់ពួកគេឲ្យពង្រីកដែនការពារដ៏ពិសិដ្ឋភ្លាមបើមិនដូចទេអ្វីនឹងប្រែជាអាក្រក់យ៉ាងឆាប់រហ័សដែនការពារបានចាប់ផ្ដើមងើបឡើងភ្លាមខណៈដែលទម្រង់កុងក្រោយនោះបានបាញ់ធម្មពលពណ៌ខៀវទៅលើវាហើយហាក់ដូចជាមានបំណងទម្លាក់ខែលចុះភ្លើងដែលបញ្ចេញមកពិតជាសម្បើមប៉ុន្តែខែលអាចនៅតែឈួរបានធម្មពលដែលបាញ់ដោយសត្រូវគឺធំនិងភ្លីខ្លាំងដែល Fist Hero អាចមើលឃើញវាពីកន្លែងដែលគាត់កំពុងរវល់ប្រយុទ្ធនឹង Pride មោទនភាពបន្ទាប់មកទម្រង់នៃ Pride បានលើកកណ្ដាប់ដៃដែលមើលទៅគ្រោះថ្នាក់ខ្លាំងហើយម្ដងទៀតគាត់បានវាយទៅលើ Tyson ដោយសង្កត់គាត់នៅនឹងកន្លែងដើម្បីឲ្យគាត់អាចវាយគាត់ម្ដងហើយម្ដងទៀតបញ្ជូនរលកនៃការតក់ថ្លាត់តាមរាងកាយនិងមុខរបស់គាត់ Fist Hero មានការភ័យខ្លាចដែលមុខដ៏សង្ហារបស់គាត់ទៅបានវាយដុំយ៉ាងនេះហើយនេះគឺជាអ្វីដែលបានកើតឡើងនៅពេលដែលនឹងប្រែជាល្អជាង Pride of Hell វីរបុត្រត្រូវបានបញ្ជូនឲ្យហោះទៅបុកដីម្ដងទៀតបំផ្លាញអគារមួយនៅពេលគាត់ចោះដាល់ប៉ុន្តែលើកនេះ Pride ពិតជាខឹងខ្លាំងណាស់ដែលបានតាមគាត់ចុះមកវាហាក់ដូចជាបុរសសក់ក្រហមបានឆ្អែតឆ្អន់នឹង Fish Hero ហើយប៉ុន្តែអារម្មណ៍គឺដូចគ្នាហើយ Fish Hero បានជេរប្រទេសបុរសសក់ក្រហមដោយកំហឹងនឹងការរំខានគាត់បានប្រាប់ Pride ឲ្យឈប់ទៅហើយគាត់បានកំហរដាក់បិសាចដាងហ៊ានវាយមុខដ៏សង្ហារបស់គាត់ដោយសាក់ថ្មការវាយប្រហារដ៏ខ្លាំងក្លារបស់គាត់ដើម្បីវាយក្បាលបិសាចនោះថៅនឹងកំពុងតែតស៊ូយ៉ាងខ្លាំងហើយគាត់ពិតជាបានវាយត្រី Pride មួយដៃម្ដងទៀតរចនាប័ទ្មរបស់គាត់គឺវឹកវើពេកសម្រាប់នរណាម្នាក់គ្រាន់តែលោតចូលទៅក្នុងការប្រយុទ្ធដើម្បីជួយប៉ុន្តែគាត់កំពុងទប់ទល់ដោយខ្លួនឯងក្នុងកម្រិតដែលអាចគ្រប់គ្រងបានការវាយប្រហារចុងក្រោយរបស់គាត់បានបណ្ដាលឲ្យមានការផ្ទុះដ៏ធំមួយទៀតហើយវីរបុរសដ៏សង្ហាបានខំថ្មិញរបស់គាត់ដោយប្រាប់សត្រូវរបស់គាត់ឲ្យរងចាំគាត់មួយវិនាទីជាការពិតណាស់បុរសសក់ក្រហមគ្មានបំណងធ្វើអ្វីបែបនោះទេហើយបានត្រឡប់មកវិញក្នុងរយៈពេលប៉ុន្មានវិនាទី
ตัวจีอย่างนาก็ได้ทานบานรำปึ้งตกทานนังเมียนเรื่องนู้หอยกอดบานเตรียมคลวนรุดร้อนเนื้อเปได้พรายบังให้คลวนมาดองเตียดโดยใช้ทากอดหนังซองซึกโดยก้นโปรดปิดประกาศตามระเบียบนามวยเนื้อเปลื้อเปียกแต่งนู้พรายบานยุ่งยิมหอยประเจมจ่าเอ๋ยเวียชีเลือกตีมวยหอยได้สนามยุ่งยิมทัวหอยมนุษย์มันแหนเมื่อยกันแต่อักเกาะฟิชฮีโร่บานบั้นกาเวียประหารระบอกกอดโดยไว้ตมรงในปลายตามได้กอดไอเทอร์บานในขนมสถานพิบได้กอดกำปงสถัดเนอตัวจะอย่างนาก็ได้บิไซด์ดอกคูไอไพคลายนุเนอแต่ยุ่งยิ้มตัวใบจะมินกาเวียประหารกรุ๊ปแบบย่างได้บานไว้เตลมุกระบอกเวียก็ได้กาบัญชมันดาดอักระกระเตียบลุบานจุมรุนตึกจัดมวยในเลือมุกระบาดทาสาหอยเนทางพีบานบรรต่อเถื่อสังเกรียมในกันดาดอากาศฟิชฮีโร่ตรือแต่ตัวสกอทาเวียสบายได้กอดบานเจนเตยประโยชน์ปีสมรรถภาพจีเลือกดีมวยขนงระยะเปียวดอยู่แบบนี้หอยกอดเปิดจีริเรียหนึ่งก้าประโยชน์นี้ตัวชีอย่างนาก็ได้กนาเวียตำนาเตมกกอดกันแต่เตยบานเวียดำขณะได้กู้ประเจงได้ทนหนึ่งมันมนูระบากอดเนื้อแต่ประเงยกันต่อยทาซานบันบันกาเวียประหาจงตรอยดอทมจิงนี้เตลมุกระบาปลายโดยสังคมทายังหอยหน้าถือไอกอดออกกำลังตามระเบียบนามวยตัวชีอย่างนาก็ได้นี่ครอนทาชีตำรงกิจมุกพุนเนาะตัวชีคณะได้บรสกระหอมบันรงกาเวียประหาจิจรานกอดไอตลับหมกกันแหลงดำวิ่งเฟลียมดอยยุ่ยมบิดหมดมันเจ็ดอะแล้วนี่ฟิชฮีโร่เมนกาโปรยบารัมดาเคยกูประเจงระบากอดเซิร์กอดบันโยลทาเวียมันเมนจิมนูเตหอยเวียกันแต่จะบ้าโนเปลได้โบราณนุบานรงกัวรงเกอร์ต่อมกหอยเวียกบาระบากอดต่อหนึ่งกบาระบาเวียระบระพอลปะพอลกันในกาเวียประหานุคือออสจาโดยจีบิสายสกระหอมปันดาลกอดจมกหอยทาสันปันฮอตบกอาเกียกบายนโมเตียดเวียสเตอร์แต่กูเอาจับอารามได้อาเกียนามวยเนื้อแต่โชในขนมสเพปนี่ฟิชฮีโร่บานจับคลูนไอเนเลยเจิงระบอกกอดตู่ใบจีจมโฮกูออยเก้าเซอร์กะตอยหอยกอดบานเจโปรเตทาตากูโปรเจงระบอกกอดไอเงือบลางเวงปีกาคุยขาดบานเลือนบอนนาตามเปิดเตอเรื่องนู้ปจิเธอเอากอดขังหน้ากรอนแต่กอดบานซุ้มหนึ่งกาประยุทธ์โดยกำลังไปเล้งกอดบานสปอตทาหนึ่งสำหรับกำดอลตัวนู่ตัวจีอย่างนาก็ได้พรายด์ขี้เมียงบำนองรงจำไอกอดตัวบานกำลังไปเล้งเตให้กอดกรอนได้จกปีเลอดอยยิงยำดูดมนุษย์เงาคณะได้กอดบานตำลักเจือระบอกกอดมาเลยทาสันปูเก้บานกำเตกอาเกียหนึ่งเตสพิบในคลองเพลระบอกปูเก้ให้ฟิชฮีโร่บานอุดชิมปีกาโคตรคาดได้เรียงกายมนุษย์ระบอกกอดกำปงตัวมีนกุมรัดได้เรียงกายมนุษย์อาจพดอลหนึ่งตัวหอยกวาดบานกุมฮอเอาบิซาดดอกอักรอกยกเจืองดอกคักเฟาะหนังกูเอาสอบอัมระบอกเวียเจนปีกวาดเจืองจังนู้ทมนะได้กอดอาจจะบัดกอระบอกทาสันเนื้อจนหลอกไม่เรียมเจืองดอกทมระบอกกวาดหอยฟิชฮีโร่สั่งใส่ทาบิซาดดอกอักรอกนี้บันเลียงเจืองระบอกเวียตู้จีอย่างนาก็ได้ฟิชฮีโร่ข้างคลังนะได้กอดเมียนชั้นเตี้ยขนมการประยุทธ์ระหดดอสลับจิมุยสัตว์นี่ตมรุ่งระบาพรายหากโดยจีโยลสอบโดยเงียมสงัดจิมุยกวาดตัวใบเวียมันในใหญ่ก็ได้หอยเวียบันเลิกกระยำดอกโกรธนักระบาเวียโดยเจเวียเมียนบำนองปรอลกาเวียประหาจงกร้อยดอกแอสเรงฮีโร่โดยซ้ายโดยบีไซด์พรายบานสำเลียงกระยำดอกมุสรุยระบาเวียดักกันในตัววินโตโมหอยทาสันชงอลทากวาดกำปงสำลังมาละไวกระยำบานทะลักโจมกหอยกวาดกรอนแต่อาจรีรังปูเก้ปีกาเวียประหามกระบอกกวาดโดยปลายกันดับใดระบอกกวาดโดยบรรจบปูเก้เพลียมนู้เมียนปนหลือมูหมกปีสำเลงได้ทรับสกอร์อย่างคลั่งได้บันซัวในสำนวนได้ทรับสกอร์อย่างคลั่งแนะชะไงทำไมนี้จ้องดังท่าต้าบิซาดนอกคลั่งได้หรือปนหลือจีเชิญบันเล็ดลางจุมบุญตำรงกับบาพรายดอยเรียมนึกกรบจำโลได้กอดไอดอกทอยบานไฮวีบันกับมันแฝงอาเกียกุมหนูแบกเพล้าหนึ่งบิซาดพองได้ปลายบานโลดเจนปีเต่านั้นดำใบกุมอยกอดรองกาโคดคาดกันแต่จรานไฮเนกันดาวได้ทลวบสกอลมาแนะบันช่อนึกบายฟิสฮีโร่โดยสวกดาวระบักวัดโจสรามฟิสฮีโร่บานสกอลเพียสานี้เพลียมถ้าเจียเพียสาจะปนให้บาน5 หมวดโดยชงอลทาตอนเนจำไหลทำไมนี้เจตำรงในวีบหรือแอนิเมเนอร์ได้หรือเตตัวจีอย่างนาก็ได้บุคคลนี้กรอนแต่สมไอฟิสฮีโร่บริญญาจะเจนโปรกอดสายให้พเนกระบอกกอดบานพลื้อหลังในเปียได้กอดบานดำนากาวันเบลดระบอกกอดกากับหมวยบันกัดตามอากาศให้พเนกระบอกปราชบันเบ้าทมในเปียได้เวียมกดอกอดสนามกับดอกเวงหมวยบันเล็กลางโดยกัดจีบันตอดตรองดอกกู้ไอไพคล้าย1เจอกัดบิซาด1ตำบอลจุมเวนระบอกเวียจีธรรมดาสัตว์นี้อาจเก็ตหรือบรรชบกาไวประหาแบบนู้มันเอาเมียนประสิทธิภาพตัวจีอย่างนาก็ได้พเนกระบอกเต่าเนินบันบ้าทมในเปได้กอดบันเคยทาเปรี้ยดอกเจอปื้ดจีบันเพลกรุ่ยในเลือดใดระบอกบิซาดสมบัยตาปราดก็ตอกสลุดใดให้กอดมันสบายจะต้อแต่ซออยากจำนวนทำไมบันยิมโดยกาเป็นจัดโปรกูประเจงทำไมระบอกกอดปื้ดจีคลัง
Fist Hero មានការភ្ញាក់ផ្អើលប៉ុន្តែនៅតែជេរប្រទេសដោយសួរថាតើអ្នកកាន់ដាវម្នាក់នេះកំពុងធ្វើអ្វីហាក់ដូចជាគាត់មិនបានភ្ញាក់រួចដើម្បីសង្គ្រោះជីវិតរបស់គាត់អ្នកកាន់ដាវបានដកដង្ហើមធំដោយប្រាប់វីរបុរសថាគាត់ខ្សោយជាងប៊ីសាចដូច្នេះវាជាការល្អបំផុតសម្រាប់គាត់ក្នុងការថយក្រោយតាមធម្មជាតិ Fist Hero មិនហ៊ាននឹងថយក្រោយបែបនោះប៉ុន្តែគាត់បានយល់ថាគាត់កំពុងនិយាយទៅកាន់ជនបរទេសហើយនឹងមានរបាំងកំណាត់ទំនាក់ទំនងរវាងពួកគេទោះជាយ៉ាងណាក៏ដោយតៅនិនចង់ឲ្យអ្នកចម្លែកយល់ថាគាត់មិនពេញចិត្តនៅពេលដែលមនុស្សព្យាយាមលួចការសម្លាប់ kills របស់គាត់ហើយគាត់មិនចង់ឲ្យអ្នកប្រយុទ្ធដ៏ខ្លាំងនេះចូលមកក្នុងរឿងរបស់គាត់ទេមុនពេលការសន្ទនារបស់គូគេអាចបន្តប្រាជ្ញបានចុះមកហើយគាត់មើលទៅខឹងដែលគូប្រជែងរបស់គាត់ទទួលបានមិត្តថ្មីនិងខឹងដែលគាត់ត្រូវបានកាប់វាហាក់ដូចជាប៊ីសាចសក់ក្រហមមានឆន្ទៈក្នុងការចាប់ផ្ដើមយកចិត្តទុកដាក់លើការប្រជែងនេះតៅនិនបានឈើយ៉ាងក្លាហានម្ដងទៀតដោយប្រាប់អ្នកសង្គ្រោះពិតប្រាកដរបស់គាត់ឲ្យថយក្រោយប្រសិនបើគាត់មិនចង់ស្លាប់បុរសនោះមានមោទនភាពច្បាស់ណាស់ជាពិសេសនៅពេលដែលគាត់កំពុងប្រឈមមុខនឹងទម្រង់ Pride របស់ King of Hell Fist Hero មិនហ៊ាននឹងរងចាំឲ្យបិសាចកម្ដៅសាច់ដុំទេហើយគាត់បានលោតទៅរក Pride ដូចតែគាត់មានកណ្ដាប់ដៃរបស់គាត់រាំដោយភ្លើងនិងថាមពលបិសាចបានក្រហមដោយត្រៀមខ្លួនដើម្បីជួបក្បាលរបស់គាត់នៅពេលចូលមកហើយអ្នកកណ្ដាវបានដាក់បង្ហើមធំដែលឃើញថាគាត់បានជួបអ្នកប្រយុទ្ធដ៏រឹងរូសបែបនេះមានការផ្ទុះដ៏ធំមួយនៅពេលដែលថាមពលទាំងពីរបានប៉ះគ្នាហើយនៅពេលដែលពួកគេប៉ះទង្គិចគ្នានៅកណ្ដាលអ្នកកណ្ដាវបានជន់ខ្លួនមកជាមួយនឹងដាវដ៏ខ្លាំងក្លារបស់គាត់ដែលផ្ទុកនៅអោរ៉ាបំផ្លិចលំឡាងធំបែបនេះដកចេញពីស្រោមអាវុធរបស់គាត់គឺដូចបិសាចហើយវាបានធ្លាក់ចុះមកលើតំបន់ដែលកណ្ដាប់ដៃទាំងពីរបានភ្ជាប់គ្នារអិលតែមួយហើយគាត់ប្រថុយនឹងធ្វើឲ្យឋានរបួសផងដែរទោះជាយ៉ាងណាក៏ដោយអ្នកកាន់ដាវមានការប្រុងប្រយ័ត្នហើយអ្នកប្រយុទ្ធទាំងពីរហាក់ដូចជាដឹងពីចេតនាដ៏សាហាវនៃដាវរបស់គាត់ព្រោះពួកគេទាំងពីរបានលោតថយក្រោយមុនពេលដាវនោះអាចវាយពួកគេហើយវាបានកាប់អ្វីៗទាំងអស់នៅក្នុងផ្លូវរបស់វាFist Hero បានចុះចតនៅចម្ងាយសុវត្ថិភាពហើយបេសាយបានរកឃើញថាខ្លួនឯងមិនសូវមានលំនឹងនៅលើជើងរបស់គាត់វាហាក់ដូចជាគាត់ត្រូវបានគេធ្វើឲ្យមានស្លាកស្នាមបន្តិចបន្តួចដោយការវាយប្រហារចុងក្រោយនោះឋានគិតច្បាស់ថាញាក់កាន់ដាវឈួតដោយក្រអឺតក្រតំញាក់កាន់ដាវបានឆ្លើយថា Fist Hero គួរតែបិណ្ឌគុណដែលគាត់ខ្សោយព្រោះវាបានជួយសង្គ្រោះជីវិតរបស់គាត់ពីរដងទោះជាយ៉ាងណាក៏ដោយប្រសិនបើបរិសង្ហានោះនៅតែបន្តជាជ្រះក្នុងការប្រយុទ្ធរបស់គាត់នោះគាត់ប្រកាសជានឹងក្លាយជាអ្នកបន្ទាប់ដែលត្រូវទៅមានការលោតញាត់ដ៏ចម្លែកនៅក្នុងខ្យល់ហើយអ្វីមួយបានចាប់ដាំបង្កើតទម្រង់នៅចំពោះពួកគេអ្នកប្រយុទ្ធទាំងពីរបានប្រុងប្រយ័ត្នភ្លាមៗហើយពួកគេបានឃើញទម្រង់បិសាចបង្ហាញវត្ថុចម្លែកនៅលើដៃរបស់វាក្រញ៉ាំពណ៌ស្វាយនិងក្រចឹកវែងៗប្រៃបដិសេធមិនព្រមចាញ់ដោយមនុស្សគ្មានឈ្មោះពីរនាក់ហើយគាត់បានស្រែកដល់កំហឹងបង្កើនថាមពលនៅចំពោះពួកគេដូចជា Super Saiyan បន្តមកបិសាចបានញញឹមដោយក្រអឺក្រតំហាក់ដូចជាហ៊ានឲ្យពួកគេសាកល្បុះគាត់ឥឡូវនេះដែលគាត់បានធ្វើឲ្យប្រសើរឡើងម្ដងទៀតអ្នកកាន់ដាវមានការចាប់ផ្ដើមយ៉ាងខ្លាំងជាមួយនឹងទម្រង់ថ្មីនេះប៉ុន្តែឋានគ្រាន់តែគិតថាបិសាចដ៏អាក្រក់ទើបតែប្រែជាអាក្រក់ជាងមុនដូច្នេះវាបានលក្ខធម្មពលរបស់វារហូតមកដល់ពេលនេះរឿងធំណាស់បុរសដ៏ក្រអឺតក្រតំមិនហ៊ាននឹងថយក្រោយឥឡូវនេះទេហើយអ្នកប្រយុទ្ធទាំងពីរបានលោតទៅរកបិសាចដោយគ្មានការស្តាក់ស្ទើរបិសាចបានញញឹមហើយវាពិតជាប្រែជាអាក្រក់ជាងមុនការផ្លាត់ប្ដូរថ្មីនោះមិនបានធ្វើអ្វីសោះសម្រាប់ជើងសពរបស់វាទោះជាយ៉ាងណាក៏ដោយវាបានញញឹមដាក់គូប្រជែងទាំងពីរដែលចូលមកជិតគាត់ពីឆ្វេងនិងស្ដាំដោយលើកកណ្ដាប់ដៃរបស់គាត់ដើម្បីដាល់ពួកគេទាំងពីរហើយបោះពួកគេទៅម្ខាងមានការផ្ទុះដ៏ធំមួយពីការវាយប្រហាររួមគ្នារបស់ទាំង3ដោយបោះទាំងបិសាចនិងនាងប្រយុទ្ធទៅក្នុងទីដៅផ្សេងគ្នាសត្វនេះពិតជាបានបង្កើនថាមពលព្រោះវាជាអ្នកប្រយុទ្ធតែមួយគត់ដែលឈរនៅលើជើងរបស់វាបន្ទាប់ពីការផ្ទុះចុងក្រោយនោះហើយវាបានសៅតិចៗដូចជាតួអាក្រក់ក្នុងរឿងភ័យរន្ធត់Pride មានអារម្មណ៍ថាមានមោទនៈខ្លាំងណាស់បន្ទាប់ពីបន្សល់ទុកនៅស្នាមរបួសដ៏ធំពីការវាយប្រហារដែលបរាជ័យរបស់ពួកគេហើយថាសារបានកំហរខណៈដែលគាត់អូសខ្លួនគាត់ទៅជើងរបស់គាត់ប្រកាសណាស់គាត់ខ្ជិលប៉ុន្តែគាត់កំពុងតស៊ូឥឡូវនេះបិសាចកំពុងធ្វើឲ្យគាត់តស៊ូក្នុងការប្រយុទ្ធនេះសូម្បីតែបរិបជនជាតិជប៉ុនក៏ញញឹមដែរនៅពេលដែលគាត់រួញខ្លួនក្រោកឈរដោយទទួលស្គាល់ថាវាមានរយៈពេលយូរហើយចាប់តាំងពីគាត់មានអារម្មណ៍ភ័យបែបនេះបិសាច Pride ក៏ហាក់ដូចជាកំពុងរីករាយនឹងខ្លួនឯងយ៉ាងខ្លាំងហើយគាត់បានញញឹមនៅពេលដែលគូប្រជែងរបស់គាត់វាយប្រហារម្ដងទៀតអ្នកកាន់ដាវបានវាយប្រហារមុនដោយដំណើរការ One Blade Mystery របស់គាត់នឹងចាក់ទម្លុះភីបទូទេបិសាចបានញញឹមដោយលើកដៃរបស់គាត់ដើម្បីបោះវាយការប្រហារខណៈដែលដាវបានលេចចូលទៅក្នុងហោត Portal ទោះជាយ៉ាងណាក៏ដោយនោះជាផ្នែកមួយរបស់ផែនការខណៈដែលដាវបានលេចម្ដងទៀតនៅជិតស្នួលពណ៌ក្រហមរបស់បិសាចនៅលើទ្រូងរបស់គាត់ហើយការកាប់បានពង្រីកដើម្បីវាយប្រហារចំគោលដៅសត្វនេះបានប្រះកម្លាំងសាហាវដើម្បីទប់ទល់នឹងអ្វីៗរហូតមកដល់ពេលនេះទោះជាយ៉ាងណាក៏ដោយលើកនេះវាហាក់ដូចជាកំពុងផ្លាស់ប្ដូររាងកាយរបស់វាដើម្បីកេកហើយអ្នកកាន់ដាវបានឆ្ងល់ថាបិសាចកំពុងព្យាយាមការពារអ្វីមួយឬអបដៃរបស់វាត្រូវលើកឡើងហើយវាហាក់ដូចជាភ័យខ្លាចនៅពេលដែលវាកេកយ៉ាងលឿនអ្នកកាន់ដាវបានកត់លើកហាត់
មូលហេតុទុំពណ៌ក្រហមដ៏ធំនៅកណ្ដាលរបស់វាជាគោលដៅរបស់ពួកគេអ្នកកណ្ដាលបានវាយភ្លាមប៉ុន្តែ Pride បានគេចាំងលឿនដូចគ្នាសូម្បីតែគ្រប់ដនដៃចំហាងរបស់គាត់និងដៃដ៏ធំរបស់គាត់អ្នកកណ្ដាលមិនអាចខ្ជិតខ្ចាយឱកាសនេះបានទេដោយឃើញពីរបៀបដែលបិសាចកំពុងឈួតលីលាវានឹងក្លាយជាគ្រោះថ្នាក់លុះត្រាតែគាត់បំផ្លាញសត្វនេះក្នុងការវាយប្រហារ2លើកបន្ទាប់ភ្លាមនោះអ្នកប្រយុទ្ធដោយកណ្ដាប់ដៃដល់ល្ងងខ្លៅនោះបានផនហែងខ្លួនដើម្បីស្រែកអំពីអ្នកកាន់ដាវលួចគូប្រជែងរបស់គាត់បានគ្រហឹមថាជនបរទេសកំពុងយកអ្វីដែលជាកម្មសិទ្ធិរបស់គាត់ដែលមិនខុសទេប៉ុន្តែពួកគេត្រូវការធ្វើការងាររហ័សដើម្បីបំផ្លាញ Snow ជាពិសេសដោយសារឥឡូវនេះគាត់មាន Pride កំពុងរត់គេចពួកគេត្រូវតែកាប់គាត់ចុះភ្លាមអ្នកកាន់ដាវក៏បានជេរប្រទេសការលេចឡើងនៃមនុស្សល្ងងដែលប្រយុទ្ធដោយកណ្ដាប់ដៃនោះហើយការផ្ទុះដ៏ធំអ៊ុយបានកើតឡើងទោះយ៉ាងណាក៏ដោយអ្នកប្រយុទ្ធដោយកណ្ដាប់ដៃមិនមែនជាមនុស្សល្ងងទាំងស្រុងនោះទេហើយគាត់បានកំសត់ពីរបៀបដែលបិសាចកំពុងប្រយុទ្ធគេចហើយកាវពីពោះរបស់គាត់នេះបានធ្វើឲ្យគាត់សន្ធាតភ្លាមថា Pride កំពុងលាក់អ្វីមួយក្នុងពោះវៀនរបស់គាត់ប្រសិនបើករណីនោះមែននោះគាត់នឹងតម្រង់ទៅទីនោះបិសាចក៏ប្រកាសជាមិនអនុញ្ញាតឲ្យរឿងនោះកើតឡើងដែរហើយគាត់បានគប់កណ្ដាប់ដៃប្រឆាំងនឹងអ្នកប្រយុទ្ធដោយកណ្ដាប់ដៃដើម្បីផ្ដួលគាត់កណ្ដាប់ដៃនោះបានបណ្ដាលឲ្យមានការផ្ទុះដ៏ធំផងដែរវាជាការប្រយុទ្ធការផ្ទុះហើយកំជ្រួតទោះយ៉ាងណាក៏ដោយអ្នកប្រយុទ្ធដោយកណ្ដាប់ដៃបានកត់សម្គាល់ថាបិសាចបានរារាំងផ្នែកកណ្ដាលរបស់វាភ្លាមក្នុងដំណាក់កាលប្រយុទ្ធរបស់ពួកគេដូច្នេះពិតជាមានអ្វីមួយដ៏មានតម្លៃដែលវាកំពុងលាក់នៅទីនោះប្រសិនបើករណីនោះមែននោះជាកន្លែងដែលគាត់នឹងកំណត់គោលដៅយ៉ាងរឹងរូតសម្រាប់ការប្រយុទ្ធដែលនៅសល់របស់ពួកគេតៅនិនបានញញឹមថានៅពេលដែលគាត់សម្លឹងមើលអ្វីមួយគាត់មិនដែលលែងដៃឡើយមានតែម្ដងគត់ដែលអ្វីមួយបានរអើចេញពីគាត់ហើយគាត់បានគប់កណ្ដាប់ដៃដោយផ្ទាល់ទៅកាន់ផ្នែកកណ្ដាលរបស់ Pride ទោះយ៉ាងណាក៏ដោយបិសាចនៅតែការពារពោះវៀនរបស់វាដោយរឹងរូសពិតជាការរំខានមែន Pride បានរកឃើញថាការវាប្រហារចាប់លត់គឺគួរឲ្យរំខានផងដែរបិសាចមិនអាចបន្តគ្រាន់តែជាអ្នកទទួលនោះទេហើយវាពិតជាបានលើកដៃទី3ដូចជាអ្នកបោកប្រាស់ដែលវាជាអោនិនបានញញឹតនៅពេលដែលគាត់បានឃើញការវាប្រហារដែលកំពុងជួមមុខនោះប៉ុន្តែគាត់មិនហ៊ាននឹងផ្លាស់ទីចេញពីកន្លែងដែលគាត់បានរកឃើញដើម្បីកំណត់គោលដៅនោះទេទោះយ៉ាងណាក៏ដោយ Pride បានបង្ខំគាត់ឲ្យលែងដៃមួយចំនួនជាមួយនឹងការវាប្រហារដែលរត់អ្នកប្រយុទ្ធដោយកណ្ដាប់ដៃទៅដីបរិះនោះបានស្ទុះឈាមពីការឈឺចាប់នៃការវាយប្រហារនោះហើយបិសាចមានបំណងបញ្ចប់វីរបុរសដោយការវាយប្រហារតែមួយកណ្ដាប់ដៃនោះបានប៉ះនឹងមុខរបស់គាត់កណ្ដាប់ដៃជាច្រើនបានប៉ះនឹងមុខរបស់គាត់ហើយពួកគេបានធ្លាក់ចុះមកលើ S-Rank Hero ជាមួយនឹងកំហឹងពីពិភពក្រោមដី Underworld កណ្ដាប់ដៃគឺសាហាវខួរខោនិងរង្គោះរង្គើផែនដីដែលភ្លើងពណ៌ស្វាយបានឆេះកាន់តែខ្លាំងនៅពេលដែល Pride វាយគាត់ហើយកណ្ដាប់ដៃរបស់បិសាចមិនយូរប៉ុន្មានបានស្រុកដោយឈាមរបស់វីរបុរសស្ថិតនៅក្នុងស្ថានភាពគួរឲ្យអាណត្តិហើយបិសាចបានដុសដៃ4បង្កើនការបោកប្រាស់ទ្វេដងដើម្បីបោកប្រាស់បុរសនោះម្ដងហើយម្ដងទៀតទីបំផុតដៃ2ផ្សេងទៀតរបស់វាបានបន្ទាបចុះហើយត្បូងពណ៌ក្រហមនៅលើផ្នែកកណ្ដាលរបស់វាត្រូវបានលាតត្រដាងបិសាចបានសើចដោយជេរជំនះប្រកាសថាគូប្រជែងរបស់គាត់ឥឡូវនេះនឹងស៊ីធូលីនៃសេចក្តីស្លាប់ដ៏អស់កលជានិច្ចអ្នកកាន់ដាវបានមើលការប្រយុទ្ធដោយគិតថាអ្នកប្រយុទ្ធដោយកណ្ដាប់ដៃប្រកាសជាមនុស្សល្ងងដែលមានគំនិតសាមញ្ញទោះជាយ៉ាងណាក៏ដោយអ្នកប្រយុទ្ធដោយកណ្ដាប់ដៃបានប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងគូប្រជែងដែលខ្លាំងជាងប្រើតែកម្លាំងរបស់គាត់ដូច្នេះគាត់ត្រូវតែទទួលស្គាល់ស្មារតីអ្នកចាំបាញ់របស់បុរសនោះគាត់បានដកពាក្យវិញដែលហៅ S-Rank Hero ថាខ្សោយហើយគាត់បានអរគុណឋានជំនួសវិញសម្រាប់ឱកាសដែលគាត់បានផ្ដល់ឲ្យបិសាចបានយញឹមដោយផ្ដល់ទាំងស្រុងលើអ្នកប្រយុទ្ធដោយកណ្ដាប់ដៃហើយអ្នកកាន់ដាវបានលោតជាអកុសលបិសាចបានកត់សម្គាល់គាត់ហើយគ្រប់ដុំដាប់ផ្នែកកណ្ដាលរបស់គាត់ភ្លាមម្ដងទៀតជាមួយនឹងដៃ2ដោយមិនភ័យខ្លាចអ្នកកាន់ដាវបានដំណើរការ One Blade Extreme Mystery ហើយគាត់បានកាប់តាមរបៀបដ៏ច្របូកច្របល់ដែលគាត់តែងតែវាយប្រហារវាដូចជាដាវបានបំបែកជា2ហើយភាពទទេជាច្រើនដែលលេចឡើងនៅពេលដែលគាត់កាប់តាមភាពទទេ Pride បានភ័យស្លន់ផ្លោបន្តិចប៉ុន្តែគាត់នៅតែរក្សាផ្នែកកណ្ដាលរបស់គាត់ឲ្យគ្រប់លំដាប់ខណៈដែលការវាប្រហារទំនាបផែនដីបានចោះមកផងដែរបិសាចចាប់ផ្ដើមភ័យស្លន់ផ្លោនៅពេលដែលដៃរបស់វារលួយក្រោមការកាប់ជាច្រើនដែលវាម្ដងហើយម្ដងទៀតពួកគេគ្រាន់តែត្រូវការឲ្យសត្វនោះលើកដៃរបស់វាការបាញ់មួយគ្រាប់លើត្បូងដ៏ល្ងងនោះគឺអ្វីដែលពួកគេត្រូវការ Pride ត្រឹងរស់ណាស់នេះគឺជាទីបញ្ចប់ហើយវាប្រកាសជាមិនអាចប្រយុទ្ធនឹងពួកគេទៀតទេទោះជាយ៉ាងណាក៏ដោយ Tyson នៅតែមានស្មារតីនៅតែរអ៊ូរអ៊ុងអំពីមនុស្សអាក្រក់ទាំងអស់ដែលបានមកយកការសម្លាប់របស់គាត់ Fist Hero បានលូតទៅមុខដែលធ្វើឲ្យទាហានមានការតក់ស្លុតយ៉ាងខ្លាំង
ទោះជាយ៉ាងណាក៏ដោយបរិសុទ្ធតណោតដកសង្ហាមិនហ៊ាននឹងអនុញ្ញាតឲ្យជនបរទេសលួចការវាយប្រហារជនក្រោយរបស់គាត់ទេ Besides នេះ Pride បានភ័យស្លិនផ្លោនៅពេលដែលដៃរបស់គាត់បែកខ្ទេចទាំងស្រុងហើយថាសិនបានបើកទៅមុខដើម្បីវាយចំគោលដៅកន្លែងដែលពួកគេត្រូវការប៉ះគ្រប់ពេលនេះត្បួងនៅកណ្ដាលបានបែកខ្ទេចហើយការផ្ទុះដ៏ខ្លាំងក្លាជាលក្ខណៈរឿងព្រេងធានា Pride បានស្រែកយំដោយកំហឹងនិងអស់សង្ឃឹមនឹងការឈឺចាប់ហើយអេក្រង់អបអរសាទរ Congratulations Screen បានលេចឡើងដោយសរសើរពួកគេលើការសម្លាប់ទម្រង់គំនិតមួយរបស់ King of Hell ហើយពួកគេក៏បានបំផ្លាញ Snow មួយរបស់វាផងដែរដែលជាប្រភពនៃការសឹករាករៀនដូចនេះផ្នែកមួយនៃរាងកាយដែលចុះមកដោយបង្គាត់របស់ Beelzebub បានបែកចេញដូចនេះដៃដែលបានធ្លាក់ចុះពីលើមេឃបានធ្លាក់នៅចំពោះពួកគេហើយអ្នកទាំងពីរបានធ្វើវាពួកគេបានទម្លាក់ដៃមួយចុះក្នុងពេលជាមួយគ្នានោះវីរបុរសទាំងពីរដែលគួរតែអបអរសាទរហាក់ដូចជាកំពុងចាប់ផ្ដើមឆ្លោះប្រកែកគ្នាអ្នកកាន់ដាវបានស្ដីបន្ទោសអ្នកប្រយុទ្ធដោយកណ្ដាប់ដៃដោយនិយាយថាគាត់គិតថាបរិសុទ្ធនោះមានស្មារតីអ្នកចម្វាំងហើយគាត់បានប្រាប់ថាសិនឲ្យថយក្រោយជនជាតិកូរ៉េមិនដឹងថាបរិសុទ្ធជនជាតិជប៉ុនកំពុងនិយាយអ្វីទេហើយគាត់បានរអ៊ូត្រាមថាគាត់មានការរំខានរួចទៅហើយដែលអ្នកចម្លែកបានរំខានការប្រយុទ្ធរបស់គាត់គិតថាអ្នកកាន់ដាវគួរតែសុំទោសចំពោះអកប្បកិរិយាឆ្លួយរបស់គាត់ប្រសិនបើនេះជារបៀបដែលវានឹងកើតឡើងនោះសូម្បីតែនៅក្នុងស្ថានភាពដែលត្រូវបានវាដាំរបស់គាត់ថាសិនមានឆន្ទៈនៅក្នុងការប្រយុទ្ធនឹងគាត់ផងដែរអ្នកកាន់ដាវបានគំរាមថាអ្នកប្រយុទ្ធដោយកណ្ដាប់ដៃគួរតែខ្លាំងបើមិនដូចនេះទេការវាយប្រហារពីបន្ទាប់នឹងឈឺចាប់ខ្លាំងខណៈដែលអ្នកទាំងពីរនោះកំពុងលេងសើច Envy បានមើលដៃរបស់ Pride ចុះ Visage បានញញឹមដោយមិនខ្វល់តតែសោះចំពោះការបាត់បង់ទម្រង់មួយចំណាំទម្រង់ទាំង3របស់នាងហើយបន្ទាប់មកនាងបានងាកទៅរកគូប្រជែងរបស់នាងដោយសម្រេចចាត់ថាប្រហែលជានាងនឹងយកការប្រយុទ្ធរបស់នាងឲ្យកាន់តែធ្ងន់បន្តិចជូនម៉ូត្រូវបានឆេះឡើងជាមួយនឹងបន្ទប់អគ្គិសនី Paladin បានចូលទៅក្នុងរបបគ្រោះថ្នាក់របស់នាងហើយជំនួសនឹងមនុស្សល្ងងទាំងពីរនាក់នេះប្រយុទ្ធនឹងសត្រូវពួកគេបែរជាប្រយុទ្ធគ្នាទៅវិញទៅមកនេះជាមូលហេតុដែល Envy មានភាពធូរស្រាលនាងកំពុងឲ្យវីរបុរសទាំងពីរធ្វើការងារកុហករបស់នាងជំនួសនាងយើងត្រឡប់ទៅគ្រាដែលសត្វនេះបានបង្ហាញខ្លួនដំបូងហើយបានបើកការវាយប្រហារដំបូងរបស់វាប្រឆាំងនឹងក្រុមដែលមាន Paladin សក់ក្រហមនិងសាជីវ័យអគ្គិសនីក្រុមបានខំធ្មេញរបស់ពួកគេប៉ុន្តែភាគច្រើនមិនមានគ្រោះថ្នាក់នៅពីក្រោយសុវត្ថិភាពនៃរបាំងរបស់ Paladin ប៊ីសាចមិនខ្វល់អំពីពួកគេរារាំងការវាយប្រហាររបស់នាងទេដោយញញឹមយ៉ាងគួរឲ្យស្រឡាញ់នៅពេលដែលនាងវាយតម្លៃសមត្ថភាពនិងគូប្រជែងដែលនាងត្រូវដោះស្រាយក្រុមនៅតែលែកខ្លួនប៉ុន្តែសំបីតែបរិសុទ្ធក្រហមក៏ដឹងថានាងអាចការពារក្រុមបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះវាហាក់ដូចជា Envy អាចរក្សាការវាយប្រហាររបស់នាងបានយូរគួរសមដូច្នេះក្រុមមនុស្សនឹងបែកខ្ញាក់គ្នានៃសញ្ញារបស់បរិសុទ្ធក្រហមពួកគេបានរងចាំបញ្ជារបស់នាងប៉ុន្តែយ៉ាងយូនបានដឹងដោយភាពភ័យរន្ធត់ថាស្នាមប្រាស់កំពុងលេចឡើងនៅក្នុងខែវជុំវិញពួកគេរួចទៅហើយតាមពិតទៅខែលបានចាប់ផ្ដើមបែកបាក់ហើយពួកគេមិនអាចរងចាំយូរពេកទេដោយខំធ្មេញរបស់នាងបរិសុទ្ធក្រហមបានយល់ថាពួកគេត្រូវតែបំបែកខ្លួនលឿនជាងការរំពឹងពួកនាងបានប្រាប់គាត់ភ្លាមឲ្យបំបែកជិនពីសង្វៀនប៉ុន្តែភ្នែករបស់នាងបានបាក់ធំនៅពេលដែលពួកគេបានជួបនឹងការសម្លឹងមើលនៃភ្នែកពណ៌ខៀវដ៏ធំជាងនេះភ្នែកនេះបានសាកដោយអគ្គិសនីហែលនៅក្នុងពណ៌ខៀវដ៏អស្ចារ្យហើយត្រូវបានដំណើរការយ៉ាងច្បាស់ដោយប៊ីសាច Envy នាងបានសម្លឹងមើលគាត់ដាក់ចំជូន Paladin ដែលតកតុតទៅកាន់កន្លែងដែលនាងមិនស្គាល់ច្បាស់បរិសុទ្ធក្រហមបានសម្លឹងមើលជំវិនដោយការកោតសរសើរឆ្ងល់ថានាងនៅឯណាមួយផ្លេតព្រោះនាងហាក់ដូចជាស្ថិតនៅក្នុងបន្ទប់ដែលមានកញ្ចក់សម្រាប់ជំនាញពីក្នុងជំនាញមួយកំចំណោមជំនាញទាំងនេះសំឡេងដែលធ្លាប់ស្គាល់បាននិយាយទៅកាន់នាងដោយស្ដីបន្ទោសនាងចំពោះការបរាជ័យក្នុងការក្លាយជាអ្នកដឹកនាំបុគ្គលនេះខកចិត្តនឹងនាងក៏តែងតែប្រាប់នាងថាកូនស្រីរបស់មេបញ្ជាការខ្នាតមិនត្រូវស្គាល់ការបរាជ័យឡើយPaladin មានការភ័យរន្ធត់ដែលត្រូវប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្តនៅពេលក្តៅសមរភូមិព្រោះវាជាសម្លេងរបស់ឪពុកនាងដែលមិនទទួលយកកំហុសព្រោះគាត់គិតថាអ្នកទាំងនោះខ្សោយមិនសមហេតុផលវាជាការអាម៉ាស់ដល់គ្រួសារទាំងអ៊ូនក្នុងការធ្វើការកំហុសនៅពេលដែលនាងមានការគាំទ្រពេញលេញពីគ្រួសារខ្នាតរបស់ពួកគេរូបមួយទៀតបានបង្ហាញខ្លួននៅក្នុងកញ្ចក់ដោយប្រាប់ Paladin ថានាងនៅតែដដែលចំពោះរូបថ្មី Paladin គឺកំសាកដូចរាល់ដងហើយខ្លាចពេកចំពោះអ្វីដែលមនុស្សនឹងគិតអំពីនាងបរិសុទ្ធក្រហមចាស់ជាងបានសួរ Paladin ថាតើនាងមានគម្រោងស្នាក់នៅក្នុងស្រមោលរបស់នាងយូរប៉ុណ្ណាបរិសុទ្ធក្រហមបានស្រែកថាអ្នកទាំងពីរមិនដឹងថាពួកគេកំពុងនិយាយអំពីអ្វីទេរឿងទាំងអស់នេះធ្វើឲ្យបរិសុទ្ធក្រហមឈឺចាប់ផងដែរហើយនាងធុញទ្រាន់នឹងការត្រូវបានគេប្រៀបធៀបទៅនឹងពួកគេជានិច្ចនិងត្រូវបានគេមើលងាយបន្ទាប់មកសម្លេងមួយបានស្រែកហៅសៀវយុនហា
ដោយរំលឹកនាងឲ្យប្រុងប្រយ័ត្ននិងលូតខ្លួនឯងជានិច្ចវាគឺជាកំណែដ៏ខ្មៅងងឹតរបស់ខ្លួននាងហើយវាបានប្រាប់នាងកុំឲ្យបង្ហាញអារម្មណ៍ដ៏គួរឲ្យអាណិតរបស់នាងទៅកាន់ពិភពលោកនៅពីកញ្ចក់បានបែកខ្ទេចនៅពេលដែលរូបងងឹតបានលោតទៅរក Paladin ដោយសម្រុកទៅរកនាងជាមួយនឹងដាវរបស់ពួកគេដែលបានលើកឡើង Paladin បានស្រែកយំនៅពេលដែលនាងត្រូវបានចាក់ដោយដាវរបស់រូបនាងតក់ស្លុតដែលនាងអាចមានអារម្មណ៍ឈឺចាប់ពីអ្វីមួយដែលនាងគិតថាគ្រាន់តែជាការលេចឡើង Paladin បានជំពក់ដួលហើយភ្លាមនោះនាងត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងផ្សេងគ្នាទាំងស្រុងជាមួយនឹងសម្ពុតខ្លីដែលមើលទៅដូចជាក្មេងស្រីវិទ្យាល័យនាងបានសម្លឹងមើលចកទៅលើមុខរបស់នាងតក់ស្លុតដែលមានបានតាមនាងទៅកាន់ការប្រង្ហែងថ្មីយន្តហាអាចរកឃើញថាមានអ្វីមួយខុសប្រក្រតីយ៉ាងខ្លាំងជាមួយនឹងកន្លែងដែលនាងបានចុះចតហើយឥឡូវនេះនាងបានមកដល់បន្ទប់ប្រយុទ្ធដែលជាកន្លែងដែលគេជ្រើសរើសមេដឹកនាំសិស្សក្នុងពេលជាមួយគ្នាចាម័របានរកឃើញខ្លួនឯងនៅក្នុងស្ថានភាពស្រដៀងគ្នានេះដោយត្រូវបានប្រឈមមុខដោយកំណែដ៏ខ្មៅងងឹតរបស់ខ្លួនឯងហើយគាត់បានញញើតចេញពីមនុស្សដ៏គួរឲ្យភ័យខ្លាចនោះដែលបានសួរថាគាត់កំពុងធ្វើអ្វីគាត់បានបង្ហាញខ្លួននៅក្នុងកន្លែងហាត់ប្រាណហើយកំណែស្រមោលរបស់គាត់បានសួរជូនមកតើគាត់នឹងធ្វើវាឬអត់សំឡេងនៅក្នុងកន្លែងហាត់ប្រាណគឺខ្លាំងនិងចោទប្រកាន់ដោយទទួលស្គាល់ថាគាត់បានភ្ញាក់ដឹងខ្លួន Awaken ប៉ុន្តែនៅតែសើចនឹងហៅគាត់ថាជាអ្នកបរាជ័យពួកគេបានទាមទារឲ្យគាត់ប្រយុទ្ធដោយហ្វូងមនុស្សដែលធុញទ្រាន់នឹងការសម្ដែងដែលគេមកទស្សនាចាមោជាការសម្ដែងហើយមនុស្សបានចំអកដោយនិយាយថាពួកគេចង់ឃើញពីរបៀបដែលញាក់ចាញ់ដែលភ្ញាក់ដឹងខ្លួននិងប្រយុទ្ធសាជីវ័យមានការភ័យរន្ធត់ញញើតនៅពេលដែលគាត់នឹកឃើញថាសាជិនលីហានវុបបានប្រាប់គាត់ឲ្យរក្សាវាជាការសម្ងាត់មនុស្សបានសើចចំអកហើយសាជីវ័យដោយហៅគាត់ថាជាអ្នកចាញ់នៅពេលពួកគេចំអកសូម្បីតែនិយាយថាគាត់ប្រហែលជាបានសុំការអនុញ្ញាតពីពលបាលរបស់គាត់ដើម្បីប្រើប្រាស់គ្រឿងបរិក្ខារផងដែរពួកគេកំពុងចំអកឲ្យគាត់ហើយនិយាយថាការខ្លាយជាអ្នកច័ន្ទនឹងតែងតែដំណើរការនៅក្នុង DNA របស់គាត់ទាំងនោះគឺជាពាក្យដែលគួរឲ្យជូនណោលក្នុងការស្ដាប់ប៉ុន្តែសាជីវ័យអគ្គិសនីមិនបានត្រូវបានផ្ដល់ឱកាសឲ្យថយក្រោយផងព្រោះគ្រឿងឯកស្រមោល Shadow Self របស់គាត់បានលោតទៅរកគាត់ភ្លាមដោយគ្រវីអាវុធដ៏ខ្លាំងក្លារបស់វារបរស្វ័យក្មេងបានលោតថយក្រោយដោយអាចគេចពីការវាប្រហារនោះបានប៉ុន្តែគូប្រជែងរបស់គាត់មិនព្រមស្រមោលនោះងឹតបានស្រែកដោយសួរម្ដងទៀតថាតើសាជីវ័យនឹងធ្វើវាឬអត់ទីហ៊ានវ័យក្មេងមានការផាន់ច្រឡំដោយព្យាយាមយល់ថាតើស្រមោលដ៏ចម្លែកកំពុងនិយាយអ្វីម្ដងហើយម្ដងទៀតមនុស្សនៃច្រកទ្វារនៅតែកំពុងខឹងសម្បាដោយសុំអាយុវជននោះប្រញាប់ឡើងនិងយកចាត់ទុកដាក់ពួកគេបានត្អូញត្អែរថាគាត់កំពុងធ្វើខ្លួនដូចជាអ្នកបរាជ័យដោយចេតនាដោយទាមទារថាគាត់មិនអាចបន្តកិច្ចបានទេជាមួយនឹងកម្លាំងទាំងអស់របស់ពួកគេមនុស្សស្រមោលទាំងនេះកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីជំរុញសាជីវ័យឲ្យវាប្រហារហើយសម្ពាធបានចាប់ផ្ដើមទៅដល់ជុនម៉ូដ៏កំសត់គាត់បានសុំទោសដោយនិយាយថាគាត់ប្រកាសជានឹងធ្វើបានល្អជាងនេះប៉ុន្តែមនុស្សស្រមោលមិនទទួលយកពាក្យសុំទោសទេពួកគេចង់បានច្រើនជាងនេះពួកគេចង់បានអំពើហិង្សានិងការភ័យខ្លាចនិងការសម្លាប់រង្គាលអគ្គិសនីបានឆាបឆេះនៅពេលដែលលើកនេះកំណើស្រមោលរបស់ខ្លួនគាត់បានបង្វាការវាប្រហាររបស់វាទៅកាន់មនុស្សដែលបានប្រមូលគ្នាវានឹងធ្វើឲ្យសាជីវ័យវាប្រហារគាត់ក្នុងដំណើរណាក៏ដោយហើយអ្នកឈោមើលត្រូវបានផ្លុងចេញដោយស្រែកដោយការឈួចចាប់ពួកគេខ្លះបានញញៀតនឹងរត់នៅពេលដែលពួកគេឃើញថាការបដិអារម្មណ៍របស់វិសាយបានផ្លាស់ប្ដូរហើយបន្ទាប់មកគូនភ្លុះស្រមោលបានងាកទៅរកសាជីវ័យដោយសួរថាគាត់នឹងធ្វើអ្វីមួយដែលអត់នៅអភិការនេះឬអត់ស្រមោលចង់បង្ហាញនៅគ្រប់គ្នាយ៉ាងត្រឹមត្រូវថាពួកគេមិនមែនជាអ្នកដែលត្រូវរញ៉េរញ៉ៃជាមួយទេថាពួកគេមិនខ្សោយមនុស្សម្នាក់ទៀតគឺដោយជាបុគ្គលិកភាពនៃការជូនណៅនិងការឈឺចាប់ខាងក្នុងរបស់ Juno ទីហ៊ានបានសម្លឹងមើលដោយការកក់សរសើរចំពោះកូនភ្លុះស្រមោលរបស់គាត់នៅខាងក្រៅការបំភានទាំងនេះ Envy នៅតែបន្តរៀបចំនិងកុហកនឹងបង្វានាងបានមើលការខុសត្រូវលើ Paladin និង Junmo ដែលឥឡូវនេះប្រឈមមុខនឹងគ្នាដោយរីករាយនឹងរបៀបដែលពួកគេត្រូវបានវាយដំខណៈដែលពួកគេធ្វើសង្គ្រាមប្រឆាំងនឹងអ្វីដែលពួកគេគិតថាជាសត្រូវរបស់ពួកគេភ្នែករបស់ពួកគេត្រូវបានបំភ្លឺដោយពន្លឺនៃការកាន់កាប់ហើយ Envy បានញញឹមដោយការពេញចិត្តដ៏អាក្រក់និងព្យាបាទការប្រយុទ្ធនៅក្នុងអ្នកទាំងពីរបានឆាបឆេះដោយយុនហាប្រយុទ្ធយ៉ាងខ្លាំងប្រឆាំងនឹងបិសាចខាងក្នុងរបស់នាង Night មានភាពក្លាហានដោយប្រយុទ្ធប្រឆាំងនឹងកំណាយចាស់និងពុករលួយជាងរបស់ខ្លួននាងជាមួយនឹងអ្វីគ្រប់យ៉ាងដែលនាងមានស្ត្រីនោះនៅតែបន្តក្រវីដាវយៈរបស់នាង Hari Sramaul បានរៀបរៀងជាមួយនឹងខែលយៈរបស់នាង Sramaul បានកត់សម្គាល់ឃើញថា Yuna កំពុងមានអារម្មណ៍រំជួលចិត្តដោយស្ដីបន្ទោសបុរសសក់ក្រហមដែលបានប្រយុទ្ធនឹងនាងដោយខំធ្មេញ
ស្រមោលបានគូសក្មេងស្រីតូចជាងទៅមកខាងយ៉ាងងាយស្រួលជាមួយនឹងខែលរបស់នាងដោយប្រាប់នាងថាអារម្មណ៍របស់នាងធ្វើឲ្យចលនាខ្សោយទាំងអស់របស់នាងច្បាស់ប្រសិនបើនាងមិនអាចយកឈ្នះរឿងនេះបានទេនោះនាងនឹងមិនអាចកំចាត់សត្រូវតែមួយបានឡើយដើម្បីធ្វើឲ្យអ្វីៗកាន់តែអាក្រក់បុរសសក់ក្រហមកំពុងព្យាយាមចម្លងលំហូរ flow របស់បងស្រីនាងពាក្យផ្ទាល់ខ្លួនទាំងនេះបានធ្វើឲ្យបុរសសក់ក្រហមឈឺចាប់យ៉ាងខ្លាំងហើយស្រមោលនៅតែបន្តចំអកឲ្យនាងសូម្បីតែធ្វើឲ្យនាងសើចចំអកចំពោះការយំរូបមួយទៀតបានបង្ហាញខ្លួននៅក្នុងចក្ខុវិស័យរបស់នាងហើយបុរសសក់ក្រហមបានឃើញបងស្រីរបស់នាងឈរនៅពីមុខនាងទោះជាយ៉ាងណាក៏ដោយជំនួសឲ្យការបង្ហាញខ្លួនដើម្បីជួយបងស្រីរបស់នាងបន្ទាប់មកបានដាក់ដាវរបស់នាងទៅនឹងករបស់ Paladin ពាក្យអាក្រក់បានធ្លាក់ពីបបរមាត់របស់បងស្រីនាងដោយប្រាប់យន្តហាឲ្យស្លាប់ទៅដើម្បីឲ្យនាងឈប់ធ្វើឲ្យគ្រួសាររបស់នាងអាម៉ាស់បុរសសក់ក្រហមត្រូវបានគេប្រមាថនិងស្រែកទំនុកចិត្តរបស់នាងបដិសេធមិនទទួលយកការចោទប្រកាន់បែបនេះនាងបានសួរថាខ្មោចទាំងនេះចង់បានអ្វីទៀតពីនាងនៅពេលដែលនាងគ្រាន់តែបានធ្វើអស់ពីសមត្ថភាពច្បាស់ណាស់ពួកគេចង់ដកហូររាងកាយព្រលឹងនិងស្មារតីរបស់នាងប៉ុន្តែពួកគេមិនអាចប្រាប់នាងបានទេផ្ទុយទៅវិញបិសាចទាំងនេះបានជំរុញនាងដោយហៅនាងថាក្មេងនិងនិយាយថាការល្អបំផុតរបស់នាងនឹងតែងតែគ្មានន័យប្រសិនបើនាងមិនសម្រេចអ្វីមួយពួកគេប្រកាសថានាងបានដឹងរួចហើយថានោះហើយជាមូលហេតុដែលនាងរត់ទៅចូលរួមជាមួយយោធាវាគឺជាការខូចខាតផ្លូវចិត្តបន្ទាប់ពីការខូចខាតផ្លូវចិត្តហើយខ្មោចបងស្រីរបស់នាងកំពុងបំរើវាឲ្យក្តៅជាមួយនឹងគ្រឿងទេសដែលចាក់ទម្លុះជ្រៅទៅក្នុងបេះដូងរបស់ Paladin នេះតាមរបៀបណាមួយបានព្រោះឲ្យបងស្រីស្រមោលកាន់តែខឹងសម្បាដោយស្រែកថានាងបានប្រាប់បុរសសក់ក្រហមឲ្យឈប់បង្ហាញអារម្មណ៍របស់នាងវាហាក់ដូចជាយួនហាវចិត្តនឹងបោះបង់ចោលហើយជួនម៉ូក៏បានប្រឈមមុខនឹងសត្រូវដែលមិនអីទេក្នុងការបង្កឲ្យមានការបំផ្លិចបំផ្លាញលើពិភពលោកទីហ៊ានបានព្យាយាមបញ្ឈប់ Doppelganger របស់គាត់ពីការភួរឲ្យមនុស្សកាន់តែច្រើនឈឺចាប់ដោយចាប់បុរសនោះនិងព្យាយាមបង្ខំគាត់ឲ្យឈប់ប៉ុន្តែសត្វនោះបានស្រែកដោយស្រែកឲ្យលែងដៃសាជីវ័យដ៏កំសត់ត្រូវបានបោះទៅម្ខាងដោយបិសាចដែលបានកំហរថាគាត់នឹងបង្ហាញអ្នកសម្លុតទាំងនេះថាអ្នកណាជាអ្នកច័ន្ទកំណាយដែលខឹងបានស្រែកថាសាជីវ័យប្រកាសជាចង់បង្ហាញអ្នកសម្លុតពីកល័យរបស់ពួកគេផងដែរអស់រយៈពេលជាច្រើនឆ្នាំពួកគេបានសម្លុតពួកគេដោយគ្មានវិបត្តិសេរីប្រកាសណាស់ពួកគេមិនអាចបណ្ដោយឲ្យរឿងបែបនេះទៅយ៉ាងងាយស្រួលនោះទេសូម្បីតែចាម៉ូក៏ត្រូវទទួលស្គាល់ថាគាត់ពិតជាចង់បង្ហាញមនុស្សទាំងអស់នោះដែលធ្លាប់ហៅគាត់ថាខ្សោយសាជីវ័យបានឆាបឆេះនឹងប្រេះស្រាំជាមួយនឹងភ្លើងអគ្គិសនីដោយហោះហើរជុំវិញគាត់ក្មេងប្រុសចង់ត្រូវបានគេទទួលយកយ៉ាងខ្លាំងប៉ុន្តែមិនមែនតាមរបៀបដ៏គួរឲ្យរន្ធត់និងហិង្សានេះទេគាត់បានលើកអាវុធរបស់គាត់ប្រឆាំងនឹងកំណែស្រមោលរបស់ខ្លួនគាត់ហើយកំណែស្រមោលបានសម្លឹងមើលភាពរឹងរូសរបស់សាជីវ័យរឿងនេះពិតជាគួរឲ្យរំខានណាស់ចំពោះសាជីវ័យស្រមោលហើយគាត់បានស្រែកថាកូនភ្លោះរបស់គាត់គឺជាមនុស្សល្ងង់ជាមនុស្សល្ងង់ដែលខ្សោយទាំងស្រុងទោះជាយ៉ាងណាក៏ដោយជុនម៉ូមិនខ្វល់ពីអ្វីដែលគាត់ត្រូវបានគេហៅទេញញូអគ្គិសនីរបស់ពួកគេបានជួបគ្នានៅកណ្ដាលហើយផ្កាភ្លើងបានហោះនៅពេលពួកគេប្រយុទ្ធស្រមោលបានស្រែកថាបុរសសក់ត្នោតនឹងគ្រាន់តែបន្តធ្វើជាអ្នកចាញ់ប្រសិនបើគាត់ធ្វើខ្លួនបែបនេះហើយគាត់នឹងក្លាយជាមនុស្សគ្មានឈ្មោះជារៀងរហូតទោះជាយ៉ាងណាក៏ដោយនោះគឺល្អឥតខុសជាមួយក្មេងប្រុសពលបាល់ដែលគួរឲ្យទុកចិត្តរបស់គាត់លីហាន់វុកបានប្រាប់គាត់ឲ្យរងចាំគាត់មិននៅខាងលើឬខាងក្រោមការរងចាំទេឥឡូវនេះមិនមែនជាពេលវេលាទេទោះជាយ៉ាងណាក៏ដោយស្រមោលនៅតែញញឹមយ៉ាងអាក្រក់នៅតែព្យាយាមបញ្ឆេះកំហឹងនៅពេលដែលគាត់បានសុំឲ្យសាជីវ័យស្មោះត្រង់កូនភ្លោះដ៏អាក្រក់បន្ទាប់មកបានញញឹមដោយនិយាយថាបុគ្គលដែលសាជីវ័យស្អប់បំផុតគឺពិតជាលីហាន់វុកភ្លាមនោះមនុស្សពីលបានប្រែទៅជាចៅហ្វាយរបស់ជេនម៉ូដោយបដូរឈ្មោះនឹងមុខហ៊្យួនវុកប្រកាសជាមានមុខបិសាចដែលគួរឲ្យជឿជាក់បិសាចស្រមោលមិនចាំបាច់ព្យាយាមខ្លាំងដើម្បីមើលទៅអាក្រក់ទេខណៈដែលគាត់បានចំអកឲ្យទាហានវ័យក្មេងចំពោះការសម្លឹងមើលទៅបរិសម្នាក់ដែលលាក់ផ្លូវសម្រាប់គាត់ក្នុងការរីកចម្រើនហើយគ្រាន់តែប្រាប់គាត់នៅពេលដែលគាត់ត្រូវការគាត់
ក្មេងប្រុសបានប្រថុយជីវិតរបស់គាត់ដើម្បីភ្ញាក់ដឹងខ្លួនប៉ុន្តែពលបាលរបស់គាត់បានប្រាប់គាត់ឲ្យលាក់វានោះពិតជាអយុត្តិធម៌ណាស់ទោះជាយ៉ាងណាក៏ដោយជួនម៉ូបានតវ៉ាដោយនិយាយថាគាត់មិនមានអារម្មណ៍ជូរចត់ចំពោះពលបាលរបស់គាត់ទេពលបាលបានទទូចថាគាត់ត្រូវបានគេស្អប់ហើយថាសាជីវ័យត្រូវរស់នៅជា F Frank ដោយពលបាលរបស់គាត់ដែរប៉ុន្តែពលបាលរបស់គាត់តែងតែឈានមុខមួយជំហានជានិច្ចការប្រយុទ្ធបានឆាបឆេះហើយសាជីវ័យវ័យក្មេងបានប្រយុទ្ធយ៉ាងខ្លាំងដើម្បីការពារខ្លួនពីវត្ថុដូចគ្នាដែល Paladin កំពុងព្យាយាមការពារខ្លួនពីវាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេយល់ពីគូប្រជែងដែលពួកគេបានប្រយុទ្ធទេហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដឹងថាពួកគេកំពុងធ្វើឲ្យគ្នាទៅវិញទៅមកឈឺចាប់នោះទេការប៉ះទង្គិចគឺសាហាវណាស់ពន្លឺបានឆាបឆេះជាមួយនឹងរោមនៅជុំវិញវាខណៈដែលអគ្គិសនីបានរំពេញផ្ទៃមេឃអ្នកទាំងពីរខ្លាំងណាស់ដែលពួកគេអាចតាមទាន់គ្នាទៅវិញទៅមកតាមរបៀបណាមួយជួនម៉ូស្រែកយំសង្គ្រាមខណៈដែល NV នៅតែ